ដោយសារវីដេអូមុនសំឡេងក្នុងវីដេអូហ្នឹងវាមានការរអាក់រអួលដោយសារតែខ្ញុំប្រើប្រាស់នៅ app VN ដោយសារតែខ្ញុំចង់តេស្ត app ថ្មីហ្នឹងណាក៏ប៉ុន្តែគឺថាសំឡេងដូចអាចខ្លាំងមែនទែនអញ្ចឹងហើយខ្ញុំក៏បានបូកភាកម្ដងទៀតនិងប្រើប្រាស់ CapCut ដើម្បីធ្វើការកាត់សំឡេងឲ្យវារៀងស្រួលស្ដាប់ជាងមុនវិញសាយរឿងគឺបានចាប់ផ្ដើមឡើងនៅក្នុងឡាអាងភ្នំមួយដែលយើងបានឃើញថាបន្ទាប់ពីមេកន្ទ្រែងចាស់របស់ពពួក Goblin បានស្លាប់បាត់ទៅGoblin តូចៗដែលជាកូនចៅនឹងក៏បានវាយប្រតប់គ្នាដើម្បីដណ្ដើមតំណែងជាមេកន្ទ្រែងថ្មីនៅក្នុងហ្វូង Goblin ដ៏អ៊ូអរនឹងគឺមាន Goblin ប្រមាណក្បាលដែលវាបាននិយាយអំពីនារីម្នាក់ដែលពួកវាបានចាប់មកដោយពពួក Goblin ទាំងអស់ហ្នឹងគឺវាមានបំណងក្នុងការរួមរយៈជាមួយនឹងនារីដែលវាចាប់មកដើម្បីធ្វើឲ្យខ្លួនវាខ្លាំងជាងមុននិយាយរួមទៅពួក Goblin ហ្នឹងគឺអាចខ្លាំងបានដោយសារតែការរួមភេទបើគ្មានការរួមភេទទេគឺដឹងតែអន់ហើយនៅក្នុងចំណោម Goblin ទាំងអស់គឺយើងបានឃើញ Goblin មួយដែលមានរូបរាងនិងការស្លៀកពាក់ខុសប្លែកពី Goblin ដទៃទៀតក្រសែភ្នែក Goblin ដទៃទៀតមើលមកកាន់ Goblin ដែលជាតួឯករបស់យើងនឹងហាក់បីដូចជាមានការមិនពេញចិត្តនោះឡើយពីព្រោះអីដោយសារតែ Goblin ដែលជាតួឯករបស់យើងមានគោលគំនិតខុសពីពួកគេដោយសារតែនារីដែលពួកវាបានចាប់មកដើម្បីរួមភេទនឹងគឺទទួលបានការការពារអំពី Goblin ដែលជាតួឯករបស់យើងនឹងឯងទន្ទឹមនឹងនោះផងដែរក៏ស្រាប់តែសំឡេងស្រីសុំជំនួយនឹងក៏បានបន្លឺឡើងឮដូច្នេះ Goblin តួឯកក៏បានធ្វើដំណើរទៅតាមសំឡេងមួយនោះនៅពេលទៅដល់នឹងក៏បានឃើញ Goblin មេធំប្រមាណអ្នកកំពុងតែចង់ចាប់រំលោភទៅកាន់នារីម្នាក់ដែលមានសក់ពើផ្កាឈូកGoblin ធំជាងគេឃើញថា Goblin តួឯកកំពុងតែរំខានទៅកាន់សេចក្តីសុខរបស់វានឹងវាក៏បានបញ្ជូនកូនចៅប្រមាណអ្នកដើម្បីឲ្យចាត់ការទៅកាន់ Goblin តួឯកក៏ប៉ុន្តែជាអកុសលកូនចៅរបស់ Goblin មេធំនឹងគឺដីស្អាតទាំងអស់ដោយសារតែឃើញថាតួឯករបស់យើងមានអាវុធជាប់ដៃពួក Goblin អចាអចាមនឹងក៏បានចេញផ្លូវគ្នារត់អស់ទៅបន្ទាប់ពីត្រូវបាន Goblin តួឯកជួយសង្គ្រោះមកកាន់ខ្លួនកញ្ញាសក់ពើផ្កាឈូកក៏បានបង្ហាញអំពីការព្រួយបារម្ភនិងថ្លែងអំណរគុណទៅកាន់ Goblin តួឯកដែលបានជួយមកកាន់ខ្លួនឥឡូវយើងមកនិយាយអំពី Goblin តួឯករបស់យើងវិញដែលគាត់គឺមានឈ្មោះថា Lyntian តាមពិតទៅគាត់មិនមែនជាមនុស្សនៅក្នុងពិភពលោកមួយនេះទេបន្ទាប់ពីត្រូវឡានបុកងាប់នៅភពផែនដីហ្នឹងគាត់ក៏បានឆ្លងភពមកដល់ទីនេះហើយនឹងទទួលបាន System ដ៏សែនអត់ប្រយោជន៍មួយហើយ Lyntian នឹងក៏អាចយល់ដឹងអំពីពូជសាសន៍ទាំងអស់នៅក្នុងពិភពលោកមួយនេះផងដែរដែលពូជសាសន៍ដែលខ្លាំងជាងគេនោះគឺជាពូជសាសន៍មនុស្សហើយពូជសាសន៍ដែលអោនជាងគេគឺជាពូជសាសន៍ Goblin នឹងឯងចំណេះដឹងដែល Lyntian ទទួលបានទាំងប៉ុន្មាននេះគឺមកពីកញ្ញាសក់ពើផ្កាឈូកបានបរៀនមកកាន់ខ្លួនអញ្ចឹងហើយបានជា Lyntian ធ្វើការការពារទៅកាន់នាងទន្ទឹមនឹងនោះផងដែរក៏ស្រាប់តែ Goblin ដែលមានធំអំបញ្ញមាញ់វាបានរត់មករក Lyntian និងកញ្ញាសក់ពើផ្កាឈូកដោយវាមានគោលបំណងដដែលគឺចាប់រំលោភទៅកាន់កញ្ញាសក់ពើផ្កាឈូកដើម្បីឲ្យខ្លួនឯងខ្លាំងជាងមុនក៏ប៉ុន្តែ Goblin មានធំមួយនឹងក៏ត្រូវបាន Lyntian សម្លាប់បាត់ទៅបន្ទាប់ពីបានឃើញអាកប្បកិរិយារបស់ Goblin ធំដូច្នេះ Lyntian គឺបានដឹងយ៉ាងច្បាស់ថានៅខាងក្រៅប្រកាសជាមានមនុស្សជាមិនខានឮដូច្នេះហើយកញ្ញាសក់ពើផ្កាឈូកគឺពិតជាមានការសប្បាយរីករាយខ្លាំងមែនទែនហើយនាងក៏បានរត់ទៅរកមនុស្សដែលបានជួយសង្គ្រោះមកកាន់នាងដោយអ្វីដែល Lyntian បានប៉ាន់ស្មានមែននៅខាងក្រៅឡាអាងហ្នឹងគឺយើងបានឃើញនៅបុរសម្នាក់ដែលមានឈ្មោះថា Loader ដែលកើតម្នាក់ឯងគឺបានសម្លាប់ទៅកាន់ Goblin តូចតាចអស់ជាច្រើនក្បាលឃើញដូចនេះកញ្ញាសក់ពើផ្កាឈូកក៏មានការសប្បាយរីករាយនិងបានរត់ទៅរក Loader ក៏ប៉ុន្តែពេលនោះ Loader ក៏បានប្រើប្រាស់នៅដាល់របស់វាធ្វើការវាយប្រហារមកកាន់កញ្ញាសក់ពើផ្កាឈូកហើយកញ្ញាសក់ពើផ្កាឈូកក៏ត្រូវបាន Lyntian ការពារអំពីផ្លែដាល់របស់ Loader បន្ទាប់ពីបានកាប់ទៅកាន់កញ្ញាសក់ពើផ្កាឈូកហើយ Loader ក៏បានចោទប្រកាន់ទៅកាន់នាងថាកញ្ញាសក់ពើផ្កាឈូកនឹងគឺកំពុងតែពោរពោះកូនរបស់ Goblin ទោះបីជានាងខំបោកស្រាយយ៉ាងណាក៏ដោយក៏ Loader មិនជឿនោះដែរហើយវាក៏បានបើកការវាយប្រហារជាបន្តទៀតទៅកាន់អ្នកទាំងពីរហើយ Lyntian គឺគ្មានអ្វីក្រៅពីឈើនៅក្នុងដៃដើម្បីទប់ទល់ជាមួយនឹង Loader នោះឡើយហើយនៅពេលនោះការប្រយុទ្ធអ្នកទាំងពីរគឺត្រូវបានរារាំងទៅដោយនារីម្នាក់ដែលមានឈ្មោះថា Ephria ហើយកញ្ញា Ephria នឹងហាក់បីដូចជាចាប់អារម្មណ៍ជាមួយនឹង Lyntian បន្តិចបន្ត
បន្តិចផងដែរដោយសារតែលៀនធានហ្នឹងគឺអាចនិយាយភាសាមនុស្សបានបន្ទាប់ពីបាននិយាយឆ្លើយឆ្លងជាមួយនឹងគ្នាមួយសន្ទុះក្រោយមកកញ្ញាអ៊ីហ្វ្រីយ៉ាក៏សម្រេចចិត្តថានឹងនាំលៀនធានឲ្យរស់ទៅជាមួយនឹងពួកមនុស្សហើយចាត់ទុកលៀនធានហ្នឹងគឺដូចជាពូជសាសន៍មនុស្សរបស់ពួកគេដែរហើយនៅពេលដែលពួកគេបានធ្វើដំណើរចាកចេញអំពីល្អាងហ្នឹងក៏ស្រាប់តែនៅពេលនោះអាឡូដឺក៏បានធ្វើការសម្លាប់ទៅកាន់កញ្ញាសក់ពើផ្កាឈូកយកតែម្ដងពេលនេះលៀនធានដឹងហើយថាខ្លួនគឺកំពុងតែដើរចូលអន្ទាក់របស់កញ្ញាអ៊ីហ្វ្រីយ៉ានិងគ្នារបស់នាងនៅពេលទៅដល់ទីក្រុងវិញកញ្ញាអ៊ីហ្វ្រីយ៉ានឹងក៏បានប្រកាសប្រាប់ទៅកាន់ប្រជាជននៅក្នុងទីក្រុងថាចំពោះមនុស្សស្រីដែលខាងកូប៉ូលៀនបានចាប់ទៅគឺនាងមិនអាចជួយសង្គ្រោះបាននោះឡើយហើយនាងគឺពិតជាមានការសោកស្ដាយខ្លាំងមែនទែនដែលមិនអាចជួយសង្គ្រោះទៅកាន់ក្មេងស្រីទាំងនោះបានហើយនាងនឹងបដិញ្ញាថាសម្លាប់ទៅកាន់ពពួកកូប៉ូលៀនទាំងអស់នោះឲ្យដាច់ពូជតែម្ដងដើម្បីសងសឹកទៅឲ្យមនុស្សស្រីទាំងអស់គ្នាដែលបានស្លាប់ក្រោមស្នាដៃរបស់កូប៉ូលៀនហើយកម្មមកដល់ទីកន្លែងរស់នៅរបស់កញ្ញាអ៊ីហ្វ្រីយ៉ាវិញយើងបានឃើញថាទលប់ទលន់ខ្លាំងមែនទែនពីអាវស៊ីស៊ីចុយម៉ាយនៅក្បែរកញ្ញាអ៊ីហ្វ្រីយ៉ានឹងផងដែរគឺយើងបានឃើញរាងកាយរបស់លៀនធានដែលត្រូវបាននាងធ្វើទរណកម្មខ្លាំងមែនទែនហើយនៅអំឡុងពេលនោះផងដែរយើងបានឃើញថាកញ្ញាអ៊ីហ្វ្រីយ៉ាគឺបានយកឈើដ៏មុតស្រួចមួយចាក់ទម្លុះទៅកាន់ភ្នែករបស់លៀនធានហើយនាងក៏បានប្រើប្រាស់នូវវេទមន្តមួយចំនួនដើម្បីធ្វើការផ្ដាច់ទៅកាន់អាយុជីវិតរបស់លៀនធានតែម្ដងនៅពេលដែលបានស្លាប់ហើយព្រលឹងរបស់លៀនធានក៏បានធ្វើដំណើរទៅកន្លែងមួយដែលមានតែវាលលំហទទេស្អាតហើយនឹងស៊ីស្ទឹមមួយដែលបានបង្ហាញនៅចំពោះមុខរបស់ខ្លួនដោយស៊ីស្ទឹមហ្នឹងគឺផ្ដល់ឱកាសឲ្យលៀនធានធ្វើការចាប់ជាតិឡើងវិញម្ដងទៀតនិងកែប្រែវាសនារបស់ខ្លួនហើយលៀនធានហ្នឹងក៏បានចុចយកព្រមធ្វើការចាប់ជាតិម្ដងទៀតដើម្បីកែប្រែវាសនារបស់ខ្លួនដោយការចាប់ជាតិឡើងវិញមកម្ដងទៀតលើកនេះ System ហាក់បីដូចជាមានប្រយោជន៍ជាងមុនដោយវាគឺមានមុខងារថ្មីដែលមុខងារមួយនោះផងដែរគឺជា Scenario ដោយទូទីទៅកាន់ជោគវាសនារបស់លៀនធានដោយ Scenario នោះគឺមានចំនួន3ទី1លៀនធានគឺធ្វើការកេណ្ឌកងទ័ពកូប៉ូលៀនដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងអាឡូដឺទី2គឺធ្វើការរត់ចេញអំពីអាឡូដឺនិងកសាងខ្លួនឯងឲ្យខ្លាំងជាងមុនចំណែកឯទី3វិញគឺធ្វើការលាក់ខ្លួនពន្ធអាត្មាក្នុងសេណារីយ៉ូទាំង3នេះទី1មានគ្រោះថ្នាក់ជាងគេទទួលបាន10ពិន្ទុទី2 5ពិន្ទុចំណែកទី3ដែលលាក់ខ្លួនហ្នឹងគឺទទួលបាន0ពិន្ទុគិតអស់មួយសន្ទុះលៀនធានក៏បានជ្រើសយកសេណារីយ៉ូដែលធ្វើការតទល់ជាមួយនឹងអាឡូដឺក៏ប៉ុន្តែជាលទ្ធផលលៀនធានក៏ត្រូវបានអាឡូដឺសម្លាប់បាត់ទៅក្នុងការជ្រើសរើសយកសេណារីយ៉ូមួយនេះផងដែរលៀនធានទទួលបាន10ពិន្ទុហើយលៀនធានក៏យកពិន្ទុនោះទៅធ្វើការដោះដូរជាមួយនឹងអាវុធដែលមាននៅក្នុង System បន្ទាប់ពីបានបើកនៅហាងទំនិញហើយលៀនធានបានឃើញថានៅក្នុង Shop របស់ System នឹងលៀនធានគឺមិនអាចទិញអាវុធថ្លៃៗល្អៗអីបានទេដោយសារតែពិន្ទុរបស់ខ្លួនតិចដោយលៀនធានគឺទទួលបានត្រឹមតែកូនកាំបិតខ្លីមួយដើមតែប៉ុណ្ណោះដែលវាគឺមានតម្លៃ10ពិន្ទុហើយនៅក្រៅល្អាងដែលលៀនធានកំពុងតែនៅនឹងគឺមានមនុស្ស2នាក់ដែលកំពុងតែរង់ចាំធ្វើការសម្លាប់ទៅកាន់ជីវិតក្មេងស្រីដែលពពួកកូប៉ូលៀននឹងបានចាប់យកទៅដែលនេះគឺជាបញ្ជាមកពីកញ្ញាអ៊ីហ្វ្រីយ៉ានិងអាឡូដឺដោយដឹងអំពីគោលបំណងរបស់ទាហានទាំងពីរនេះលៀនធានក៏បានខ្លាចបន្លំសំឡេងធ្វើជាសំឡេងក្មេងស្រីលើដូច្នេះគឺមានទាហានម្នាក់បានធ្វើដំណើរតាមរកសំឡេងដែលលៀនធានបានខ្លាចបន្លំនឹងហើយមិនទាន់បានធ្វើសកម្មភាពអ្វីផងអតិថិជនម្នាក់នឹងក៏ត្រូវបានលៀនធានសម្លាប់ចំណែកឯអាម្នាក់ទៀតមិនបានស្លាប់ទេក៏ប៉ុន្តែវាមានរបួសធ្ងន់ខ្លាំងមែនទែនដោយអស់ជម្រើសអតិថិជនម្នាក់នោះក៏បានសុំជីវិតអំពីសំណាក់លៀនធានដោយប្រាប់ថាវាគឺមានប្រពន្ធកូនដែលរងចាំនៅផ្ទះខណៈពេលនោះផងដែរដោយវាគិតថាលៀនធានភ្លេចខ្លួនហើយវាក៏ចង់យកកាំបិតចាក់សម្លាប់ទៅកាន់លៀនធានក៏ប៉ុន្តែក្បាលរបស់វានឹងក៏បានជ្រុះទៅលើដីបាត់ទៅហើយបន្ទាប់ពីបានសម្លាប់អតិថិជន2ក្បាលនេះរួចលៀនធានក៏បានលួចយកសម្លៀកបំពាក់របស់វាដើម្បីស្លៀកពាក់ហើយក៏បានធ្វើដំណើរចាកចេញបាត់ទៅមិនយូរប៉ុន្មានកញ្ញាអ៊ីហ្វ្រីយ៉ានិងអាឡូដឺក៏បានមកដល់កន្លែងដែលលៀនធានបានសម្លាប់កូនទាហានរបស់ពួកវាបន្ទាប់ពីបានធ្វើកសលវិច័យហើយអាឡូដឺក៏បានប៉ាន់ស្មានថាសាកសពនេះគឺត្រូវបានសម្លាប់ទៅដោយកូប៉ូលៀនមញូថិនកញ្ញាអ៊ីហ្វ្រីយ៉ានៅពេលដែលបានឮថាកូប៉ូលៀនមញូថិនដូច្នេះនាងគឺពិតជាមានអារម្មណ៍រំភើបរីករាយខ្លាំងមែនទែនដោយរសនិយមរបស់កញ្ញាអ៊ីហ្វ្រីយ៉ានឹងហាក់បីដូចជាមានការខុសប្លែកពីអ្នកដទៃបន្តិចដោយនាងគឺចូលចិត្តធ្វើទរណកម្មទៅកាន់កូប៉ូលៀនខ្លាំងឬក៏កូប៉ូលៀនចម្លែកបន្ទាប់ពីបានធ្វើការរត់គេចខ្លួនអស់រយៈពេលមួយថ្ងៃពេញលៀនធាននឹងគឺពិតជាមានការហត់នឿយខ្លាំងមែនទែនក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលៀនធានគឺមិនភ្លេច
អំពីគំនុំរបស់ខ្លួនដែលចង់សងសឹកទៅកាន់កញ្ញាអ៊ីហ្វ្រីយ៉ានិងអាឡូឌើនោះឡើយនៅខណៈពេលនោះផងដែរកំពូលព្រៃដែលនៅក្បែរលៀនធាននឹងក៏ស្រាប់តែបញ្ចេញសំឡេងចម្លែកដោយស្មានថានេះគឺជារបស់ដែលមានគ្រោះថ្នាក់លៀនធាននឹងក៏បានបើកការវាយប្រហារទៅកាន់កំពូលព្រៃនោះយកតែម្ដងក៏ប៉ុន្តែនោះគឺគ្រាន់តែជាកូនគោព្រលានតូចមួយប៉ុណ្ណោះមិនមែនជាសត្វសាហាវអីដែលបង្កគ្រោះថ្នាក់ទៅកាន់លៀនធាននោះឡើយដែលគោព្រលានតូចម្នាក់នេះគឺមាន level 3 ហើយ class របស់នាងគឺជា God Messenger ឬក៏អ្នកនាំសាររបស់ព្រះចំណុចពិសេសរបស់គោព្រលានស្រីម្នាក់នេះនៅពេលដែលគោព្រលានឈ្មោលមួយណាក៏ដោយឲ្យតែបានរួមភេទជាមួយនឹងនាងនឹងមានការកើនឡើងកម្លាំងខ្លាំងមែនទែនហើយលៀនធាននឹងក៏បានសួរនាំអំពីដើមចោបដែលនាំឲ្យកញ្ញាគោព្រលានមកដល់កន្លែងនេះកញ្ញាគោព្រលានតូចនឹងក៏បានរៀបរាប់អំពីហេតុការណ៍ទាំងអស់ប្រាប់ទៅកាន់លៀនធានថានាងគឺត្រូវបានមេកន្ទ្រែងនៃកសំពិនគោព្រលានមួយបង្ខិតបង្ខំនាងឲ្យរកទឹកឲ្យវាផឹកបើសិនជានាងរកទឹកឲ្យវាមិនបានទេអាគោព្រលានមេកន្ទ្រែងនោះប្រកាសជាសម្លាប់នាងជាមិនខានឮដូច្នេះហើយលៀនធានក៏បានធ្វើដំណើរជាមួយនឹងកញ្ញាគោព្រលានតូចដោយគោលបំណងរបស់ខ្លួនគឺចង់ចរចាជាមួយនឹងមេកន្ទ្រែងម្នាក់នោះបន្ទាប់ពីបានមកដល់យើងបានឃើញថាពួកគោព្រលានតូចៗហាក់បីដូចជាមិនស្វាគមន៍ទៅកាន់លៀនធាននោះឡើយលៀនធានគឺគ្មានការភ័យខ្លាចអ្វីនោះឡើយដោយខ្លួនគឺបានប្រកាសក្តែងចង់ជួបជាមួយនឹងមេកន្ទ្រែងរបស់ពួកវាដោយឃើញថាលៀនធានសម្ដីថ្លោះអញ្ចឹងអាមេកន្ទ្រែងមួយនោះវាក៏បានចេញមុខដើម្បីជួបជាមួយនឹងលៀនធានតែម្ដងហើយយើងមើលទៅកាន់ stat របស់គោព្រលានមួយនេះវិញវាមានឈ្មោះថាគោព្រលានធំដែលមាន level 25នៅពេលដែលបានជួបគ្នាហើយលៀនធានក៏បានចរចាជាមួយនឹងមេកន្ទ្រែងគោព្រលាននឹងថាខ្លួនគឺអាចធ្វើការផលិតអាវុធល្អៗឲ្យមេកន្ទ្រែងគោព្រលាននឹងបានហើយអាវុធដែលខ្លួនផលិតនឹងគឺមានសក្តានុពលខ្លាំងមែនទែនក្នុងការទប់ទល់ជាមួយនឹងពូជសាសន៍មនុស្សឮដូច្នេះមេកន្ទ្រែងគោព្រលានហាក់បីដូចជាមានការចាប់អារម្មណ៍ហើយក៏បានផ្ដល់ឱកាសឲ្យគោព្រលានក្នុងការស្វែងរកវត្ថុធាតុដើមដើម្បីផលិតអាវុធវាទុករយៈពេលឲ្យលៀនធានចំនួន3ថ្ងៃបើសិនជា3ថ្ងៃនឹងលៀនធានមិនអាចធ្វើអ្វីដែលខ្លួនឯងបានសន្យាទេលៀនធាននិងកញ្ញាគោព្រលានទៀតសតនឹងត្រូវបានពួកវាសម្លាប់ក្រោយមកយើងបានឃើញលៀនធានជាមួយនឹងបកពួកគោព្រលានមួយចំនួនកំពុងតែធ្វើដំណើរស្វែងរកទៅកាន់រ៉ែដែកដើម្បីធ្វើការផលិតអាវុធល្អៗតាមផ្លូវធ្វើដំណើរពួកអាគោព្រលានតូចៗអាចក់អាចារ្យនឹងគឺបានវាយដំធ្វើបាបទៅកាន់កញ្ញាគោព្រលានខ្លាំងមែនទែនឃើញដូច្នេះហើយលៀនធាននឹងក៏បានវាយប្រហារទៅកាន់ពួកវានិងដេញឲ្យពួកវារត់ទៅកាន់កុសពិនវិញអស់គ្មានសល់បន្ទាប់ពីបានជួយទៅកាន់គោព្រលានតូចហើយលៀនធានក៏បានលួងលោមទៅកាន់គោព្រលានតូចថាបើសិនជានាងជួយឲ្យខ្លួនខ្លាំងជាងមុនខ្លួននឹងការពារនាងជារៀងរហូតហើយលក្ខខណ្ឌហ្នឹងគឺគ្មានអ្វីច្រើនទេគឺការរួមភេទជាមួយនឹងគ្នានឹងឯងបន្ទាប់ពីទទួលបានការយល់ព្រមអំពីសំណាក់កញ្ញាគោព្រលានតូចលៀនធាននឹងក៏បានចាប់ផ្ដើមប្រតិបត្តិការយកតែម្ដងបន្ទាប់ពីបានប្រតិបត្តិការរួចហើយលៀនធានគឺមានការផ្លាស់ប្ដូរខ្លាំងមែនទែនដូចជាសាច់ដុំរូបរាងហើយ level ក៏ឡើងទៅដល់ level 7ដូចគ្នាទន្ទឹមនឹងនោះផងដែរក៏មានអាគោព្រលានតូចមួយក្បាលដែលនៅក្នុងដៃរបស់វាគឺកាន់ទៅដោយរ៉ែដែកដែលវានឹងគឺកំពុងតែរត់គេចអំពីជង្គង់របស់ចចកដ៏ធំមួយក្បាលឃើញដូច្នេះហើយដោយមិនចង់ឲ្យរ៉ែដែកធ្លាក់ទៅលើដៃរបស់ចចកលៀនធាននឹងក៏បានធ្វើការបើកការវាយប្រហារទៅកាន់ចចកមនុស្សយកតែម្ដងទីបំផុតលៀនធានក៏អាចសម្លាប់ចចកដ៏ធំមួយក្បាលនោះបានបន្ទាប់ពីបានសម្លាប់ទៅកាន់ចចកហើយលៀនធាននឹងក៏បានទាមទាររ៉ែដែកនៅក្នុងដៃរបស់អាគោព្រលានមួយនោះអាកូនគោព្រលានគឺមិនអាចធ្វើអ្វីបានទេមានតែប្រគល់រ៉ែដែកទៅឲ្យលៀនធានទាំងដៃរបស់ខ្លួននឹងរញ៉េរញ៉ើអស់ហើយបន្ទាប់ពីទទួលបានរ៉ែដែកហើយលៀនធាននឹងក៏បាននិយាយលួងលោមទៅកាន់កញ្ញាគោព្រលានថាមិនយូរប៉ុន្មានអាវុធដែលផលិតចេញមកអំពីលោហៈធាតុដីរបស់លៀនធានគឺបានសម្រេចហើយលៀនធានថែមទាំងបង្ហាញនៅភស្តុតាងឲ្យមេកុលសំពិនគោព្រលានបានឃើញថែមទៀតផងដោយវាគឺជាអាវុធថ្មីដែលលៀនធានទើបតែបានបង្កើតនឹងបានចាក់ទម្លុះទៅកាន់ក្បាលនៅសាកសពចចកមួយបន្ទាប់ពីបានឃើញដូច្នេះមេកុលសំពិនគោព្រលានបានដឹងយ៉ាងច្បាស់ថាអ្វីដែលលៀនធានបាននិយាយគឺមិនមែនជាការកុហកនោះឡើយអាវុធមួយនេះគឺពិតជាមានសក្តានុពលអាចទប់ទល់ជាមួយនឹងពូជសាសន៍ដទៃទៀតបានពិតមែនហើយពេលនោះមេកន្ទ្រែងនឹងក៏បានដាក់លក្ខខណ្ឌថ្មីទៅឲ្យលៀនធានដោយលក្ខខណ្ឌនោះមេកន្ទ្រែងចង់ឲ្យលៀនធានធ្វើការផលិតអាវុធបែបនេះចំនួន50ទៀតប្រសិនបើលៀនធានមិនអាចធ្វើបានតាមការកំណត់នោះទេលៀនធានប្រាកដជាដឹងលទ្ធផលហើយ
ដែលនៅក្នុងចិត្តមេកន្ទ្រែង Goblin បច្ចុប្បន្ននេះគឺខ្លាចថាលេនធានធ្វើឲ្យរង្គោះរង្គើដំណេករបស់ខ្លួនអញ្ចឹងហើយក៏រកវិធីកម្ចាត់ទៅកាន់លេនធានដោយដាក់លក្ខខណ្ឌបែបនេះលេនធានក៏បានដឹងអំពីគោលបំណងរបស់មេកន្ទ្រែងដែរហើយលេនធានក៏មិនដកថយដូចគ្នាដោយបានយល់ព្រមជាមួយនឹងសំណើរបស់មេកន្ទ្រែង Goblin ប្រហែលថ្ងៃក្រោយមកអាវុធ50ដុំដែលសសឹងតែផលិតចេញមកពីលោហៈធាតុដីថែបនឹងក៏ត្រូវបានលេនធានយកមកឲ្យមេកន្ទ្រែង Goblin ដើម្បីអបអរសាទរជាមួយនឹងភាពជោគជ័យរបស់ពួកគេខាងកុលសម្ព័ន្ធ Goblin នឹងក៏បានបង្កើតជាពិធីជប់លៀងមួយហើយនៅក្នុងពិធីជប់លៀងមួយនឹងផងដែរមេកន្ទ្រែង Goblin ក៏បានបំពុលលេនធានតាមរយៈសាច់ដែលបានអាំងបន្ទាប់ពីបានស៊ីសាច់នោះហើយលេនធាននឹងក៏ស្រាប់តែមានអាការៈចុះខ្សោយជាខ្លាំងនៅពេលដែលឃើញថាលេនធានមានអាការៈចុះខ្សោយហើយមេកន្ទ្រែង Goblin នឹងក៏បាននិយាយចំអកឡកលើទៅកាន់លេនធានដែលបានដើរចូលមកក្នុងអន្ទាក់របស់ខ្លួនហើយមេកន្ទ្រែងនឹងគឺមិនចង់ឲ្យលេនធានរស់នៅបានយូរប៉ុន្មានទេដោយសារតែឃើញអំពីសក្តានុពលរបស់លេនធានដែលអាចជំនួសដំណេករបស់ខ្លួនបានហើយមេកន្ទ្រែង Goblin នឹងថែមទាំងចង់សម្លាប់ទៅកាន់កញ្ញា Goblin ក៏បំណងគឺធ្វើឲ្យលេនធានមានការឈឺចាប់ហើយមិនទាន់ទាំងបានសម្លាប់ទៅកាន់កញ្ញា Goblin ធុចផងក៏ស្រាប់តែនៅពេលនោះមានផ្លែកាំបិតមួយបានធ្វើការកាត់ទៅកាន់ដៃរបស់មេកន្ទ្រែង Goblin ធ្វើឲ្យដៃរបស់វានឹងធ្លាក់ទៅលើដីយកតែម្ដងដែលនេះគឺជាស្នាដៃរបស់លេនធានតាមការពិតទៅលេនធានគឺមិនបានពុលដោយសារតែការបំពុលរបស់មេកន្ទ្រែងនោះឡើយហើយលេនធាននឹងថែមទាំងបាននិយាយឌឺដោងទៅកាន់មេកន្ទ្រែង Goblin ថាឯងគិតថាខ្លួនឯងឆ្លាតអីដែលបានបំពុលមកកាន់យើងក៏ប៉ុន្តែត្រូវចាំថាយើងគឺឆ្លាតជាងឯងទៅទៀតចូលរួមសោកស្ដាយផងផែនការដែលឯងចង់សម្លាប់មកកាន់យើងគឺបានបរាជ័យបាត់ទៅហើយដោយសារតែការបំពុលមិនទទួលបានជោគជ័យមេកន្ទ្រែង Goblin ក៏សម្រេចចិត្តប្រើប្រាស់នូវកម្លាំងបាយដើម្បីកម្ចាត់ទៅកាន់លេនធានក៏ប៉ុន្តែជាលទ្ធផលគឺនៅតែដដែលមេកន្ទ្រែង Goblin គឺមិនអាចកម្ចាត់ទៅកាន់លេនធានបាននោះឡើយមិនត្រឹមតែមិនអាចសម្លាប់ទៅកាន់លេនធានបាននោះទេថែមទាំងត្រូវបានលេនធានផ្តាច់ជីវិតនៅមួយកន្លែងតែម្ដងបន្ទាប់ពីបានសម្លាប់ទៅកាន់មេកន្ទ្រែងចាស់លេនធានក៏បានប្រកាសតែងតាំងខ្លួនឯងជាមេកន្ទ្រែងថ្មីនៃកុលសម្ព័ន្ធ Goblin មួយនេះហើយលេនធាននឹងថែមទាំងបានបញ្ជាឲ្យពពួក Goblin អាចអចាមស៊ីទៅកាន់សាកសពមេកន្ទ្រែងចាស់របស់វាថែមទៀតផងហេតុការណ៍ទាំងអស់នេះគឺត្រូវបានខ្លងមើលទៅដោយកញ្ញា Elf ម្នាក់ដែលនៅក្នុងកំពង់ព្រៃក្បែរនេះដោយនារីនៅក្នុងកុលសម្ព័ន្ធ Elf ម្នាក់នេះនាងគឺជាព្រះនាងនៃកុលសម្ព័ន្ធ Elf តែម្ដងដែលនាងមានឈ្មោះថាខាសាណាបន្ទាប់ពីបានឃើញនៅរឿងរ៉ាវទាំងអស់ហើយនាងក៏បានធ្វើដំណើរទៅកាន់កុលសម្ព័ន្ធ Elf របស់នាងវិញនិងបានប្រាប់រឿងរ៉ាវទាំងប៉ុន្មានទៅកាន់ម្ដាយរបស់នាងដែលមានឈ្មោះថា Liaហើយលីអាដែលជា Holy Mother នៅក្នុងកុលសម្ព័ន្ធ Elf នឹងហាក់បីដូចជាមិនខ្វល់ខ្វាយអំពីរឿងរ៉ាវដែលទាក់ទងជាមួយនឹង Goblin ប៉ុន្មានទេដោយសារតែនាងគិតថាពូជអម្បូរ Goblin នឹងគឺជាពូជអម្បូរទន់ខ្សោយអញ្ចឹងហើយមិនសូវជាមានហានិភ័យសម្រាប់កុលសម្ព័ន្ធរបស់នាងនោះឡើយណាមួយនាងកំពុងរវល់តែឆ្លុះវង្វេងជាមួយនឹងប្រុសក្មេងរបស់នាងដោយនាងគ្រាន់តែបញ្ជូនព្រះនាងខាសាណានិងមនុស្សចំណិតដទៃទៀតឲ្យខ្លងមើលទៅកាន់សកម្មភាពរបស់ពពួក Goblin កាលមកដល់ខាងកុលសម្ព័ន្ធ Goblin វិញនៅក្រោមការដឹកនាំរបស់លេនធាននៅពេលចេញប្រមាញ់ម្ដងលេនធានតែងតែបង្រៀនកូនចៅឲ្យស្គាល់ពីកាលៈទេសៈក្នុងការប្រយុទ្ធនិងរបៀបរៀបអន្ទាក់ដោយសារតែទទួលបានដំបូន្មានអំពីសំណាក់លេនធាននេះហើយកុលសម្ព័ន្ធ Goblin របស់ពួកគេក៏បានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដែលអាចសម្លាប់នៅបិសាចធំៗជាច្រើនក្បាលហើយពេលនេះអា Goblin Steel ដែលជាកូនចៅចំណុចរបស់លេនធានគឺបានឡើងទៅដល់ level 25ហើយដោយគិតថាកុលសម្ព័ន្ធ Goblin របស់ខ្លួនហាក់បីដូចជាមានភាពរឹងមាំហើយលេនធានក៏មានកម្រងក្នុងការលុកលុយទៅកាន់កុលសម្ព័ន្ធ Elf ដែលនៅក្បែរនេះមុននឹងធ្វើការបើកការវាយប្រហារទៅកាន់កុលសម្ព័ន្ធ Elf លេនធាននឹងក៏ឲ្យ System ជួយរៀបចំសេណារីយ៉ូក្នុងការវាយប្រហារទៅកាន់កុលសម្ព័ន្ធរបស់ពពួក Elf ហើយនៅក្នុងសេណារីយ៉ូនឹងលេនធានបានបើកការវាយប្រហារទៅកាន់កុលសម្ព័ន្ធ Elf ដោយមានទំនុកចិត្តក៏ប៉ុន្តែដោយសារតែខាងពូជអម្បូរ Elf បានរៀបចំអន្ទាក់រង់ចាំពពួក Goblin ជាមុនខាងលេនធាននិងគ្នានឹងក៏ត្រូវបានខាងពូជអម្បូរ Elf ប្រហារជីវិតយកតែម្ដងឃើញដូច្នេះលេនធានគឺពិតជាមានការឆ្ងល់ខ្លាំងមែនទែនហេតុអ្វីបានជាពពួក Elf បានដឹងអំពីគម្រោងការរបស់ខ្លួននិងរៀបចំអន្ទាក់ទុកមុន
ដោយមានការសង្ស័យថាខាងពួក F នឹងបនជូនមនុស្សឲ្យខ្លងមើលមកកាន់ខ្លួនលៀនធានក៏បានស្កេនមើលទៅកាន់បរិវេណជុំវិញនេះដោយចង់ដឹងថាតើមានពីណាគេខ្លងមើលមកកាន់ខ្លួនអត់ហើយលៀនធានពិតជាបានឃើញទៅកាន់ពពួក F ដែលកំពុងតែខ្លងមើលមកកាន់ខ្លួនពិតមែនបន្ទាប់ពីលៀនធានបានដឹងអំពីវត្តមានរបស់ខ្លួនកញ្ញាខាសាណានិងគ្នាក៏បានចាប់ផ្ដើមដកថយក៏ប៉ុន្តែជាសំណាងអាក្រក់ព្រះនាងខាសាណានិងគ្នាគឺមិនអាចរួចគេចផុតអំពីកណ្ដាប់ដៃរបស់លៀនធាននោះឡើយដោយសារតែត្រូវមួយព្រួញពឹសរបស់ខាងកុលសំពន្ធគោពលិនព្រះនាងខាសាណាក៏បានសន្លប់បាត់បង់ស្មារតីទៅបន្ទាប់ពីបានដឹងខ្លួនឡើងវិញហើយពេលនោះលៀនធានក៏បានចាប់ផ្ដើមសួរចម្លើយទៅកាន់ព្រះនាងខាសាណាប៉ុន្តែព្រះនាងខាសាណាហាក់បីដូចជាមិត្តរឹងខ្លាំងមែនទែនហើយនាងថែមទាំងបានមាក់ងាយទៅកាន់ពូជអម្បូរគោពលិនដ៏ថោកទាបរបស់លៀនធានថែមទៀតផងលៀនធាននឹងគឺមិនបាននិយាយអ្វីច្រើនជាមួយនឹងព្រះនាងខាសាណានោះឡើយដោយគ្រាន់តែឲ្យព្រះនាងខាសាណានឹងចាំមើលលទ្ធផលដែលលៀនធានបានធ្វើតែប៉ុណ្ណោះកាលមកដល់កុលសម្ព័ន្ធ F វិញយើងបានឃើញថា F ប្រុសម្នាក់គឺកំពុងតែរាយការណ៍ទៅកាន់ Holy Mother Lia អំពីការបាត់ខ្លួនរបស់ព្រះនាងខាសាណានិយាយមិនទាន់បានប្រមាណផងក៏ស្រាប់តែមានក្រឹបព្រួញមួយបានបាញ់ទម្លុះទៅកាន់ក្បាល F ម្នាក់នោះហើយមានក្រឹបព្រួយមួយទៀតបានបាញ់សំដៅមករក Holy Mother ក៏ប៉ុន្តែដោយសារតែសមត្ថភាពរបស់នាងខ្លាំងនាងក៏អាចចាប់ក្រឹបព្រួយមួយនោះជាប់ហើយអ្នកដែលបានបើកការវាយប្រហារមកកាន់កុលសម្ព័ន្ធ F របស់នាងនឹងគឺជាខាងក្រុមកុលសម្ព័ន្ធ Goblin របស់លៀនធានឃើញដូច្នេះ Holy Mother ក៏បានដកអាវុធក្នុងការវាយប្រហារទៅកាន់លៀនធានក៏ប៉ុន្តែមើលទៅកម្លាំងរបស់ Holy Mother ហាក់បីដូចជាមានការចុះខ្សោយខ្លាំងមែនទែនប្រហែលជាត្រូវថ្នាំពុលរបស់លៀនធានហើយលៀនធានក៏បានចង់បើកការចរចាជាមួយនឹង Holy Mother ដែរក៏ប៉ុន្តែមុននឹងចរចានឹងលៀនធានក៏បានបង្ហាញឲ្យ Holy Mother បានឃើញអំពីសកម្មភាពការសម្លាប់រង្គាលរបស់ពពួក Goblin ទៅលើពូជអម្បូរ F ដោយគ្មានជំរើសអីទៀត Holy Mother ក៏ព្រមចរចាជាមួយនឹងលៀនធានចង់ធ្វើអីមកកាន់កុលសម្ព័ន្ធនាងក៏បានដែរក៏ប៉ុន្តែកុំសម្លាប់សមាជិកនៅក្នុងកុលសម្ព័ន្ធនាងឲ្យសោះបន្ទាប់ពីការចរចាទទួលបានជោគជ័យលៀនធានក៏បាននាំនារីនៅក្នុងកុលសម្ព័ន្ធ F ជាច្រើនដើម្បីធ្វើជាម៉ាស៊ីនផលិតទារករបស់ពួកកុលសម្ព័ន្ធ Goblin ហើយយើងមើលតែអាចចាម Goblin ទៅពួកនោះលិតមិត្តលិតកដល់ហើយព្រោះអីវាបានអ៊ីកហើយនារីមកពីខាងកុលសម្ព័ន្ធ F ទាំងអស់ហ្នឹងគឺត្រូវបានលៀនធានដាក់នៅក្នុងទ្រុងមិនឲ្យរត់ទៅណានោះឡើយចំពោះ Holy Mother Lia និងព្រះនាងខាសាណាក៏ដូចគ្នាក្នុងអំឡុងពេលនោះ Holy Mother Lia ក៏បានស្នើនៅសំណើមួយទៅកាន់លៀនធានដោយសារតែកូន Goblin ទាំងអស់នេះក៏ជាកូនរបស់នាងដែរអញ្ចឹងហើយនាងស្នើសុំទៅកាន់លៀនធានអនុញ្ញាតឲ្យនាងមើលថែទៅកាន់កូន Goblin ទាំងអស់នេះដោយសារតែការជំរុញទឹកចិត្តអំពី System ជាមួយនឹងរង្វាន់តិចតួចលៀនធានក៏យល់ព្រមជាមួយនឹងសំណើរបស់ Holy Mother Lia កន្លះខែក្រោយមកនៅក្នុងកុលសម្ព័ន្ធ Goblin របស់លៀនធានពពួក F នឹងបានផ្ដល់កំណើតឲ្យកូន Goblin ជាច្រើនហើយព្រះនាងខាសាណាក៏ដូចគ្នាដែរដោយសារតែនេះគឺជាការសម្រាលកូនលើកទី1របស់ព្រះនាងខាសាណាលៀនធាននឹងក៏បានជួយបន្តិចបន្តួចផងដែរបន្ទាប់ពីបានជួយទៅកាន់ព្រះនាងខាសាណារួចលៀនធានក៏បានប្រទះឃើញ Goblin ប្រមាណនាក់ដែលពួកវាចង់ធ្វើបាបទៅកាន់ F ដែលទៅតែសម្រាលកូនឃើញដូច្នេះហើយលៀនធានក៏បានសម្លាប់ទៅកាន់ Goblin ដែលជាកូនចៅរបស់ខ្លួននិងបានគម្រាមថាហាមដាច់ខាតគឺមិនឲ្យ Goblin ទាំងអស់នោះធ្វើបាបទៅកាន់ F ដែលទៅតែសម្រាលកូននោះឡើយបន្ទាប់ពីបានឃើញថាធនធាន Goblin នៅក្នុងកុលសម្ព័ន្ធរបស់ខ្លួនហាក់បីដូចជាមានការរីកចម្រើនលៀនធានក៏បានឲ្យ System ផ្ដល់ជាសេណារីយ៉ូ3ក្នុងការឲ្យខ្លួនសងសឹកទៅកាន់ Aloder និងកញ្ញា Ifria ដោយសេណារីយ៉ូដែល System បានផ្ដល់ឲ្យលៀនធានគឺមានចំនួន3ទី1គឺលៀនធានត្រូវចេញប្រតិបត្តិការកម្ចាត់ទៅកាន់ Aloder និងគ្នាតែម្នាក់ឯងដោយទទួលបាននៅ50ពិន្ទុទី2លៀនធានត្រូវតែដឹកនាំបកពួក Goblin ដើម្បីវាយប្រហារទៅកាន់ Loader និងគ្នារបស់វាហើយចំណែកទី3វិញគឺរងចាំពេលវេលាដែលអំណោយផលទើបបើកការវាយប្រហារតាមក្រោយហើយលៀនធាននឹងក៏បានជ្រើសរើសនៅជម្រើសទី1ដែលទទួលបាន50ហុញជាលទ្ធផលលៀនធានគឺត្រូវបានសម្លាប់ប៉ុន្តែមិនមែនត្រូវបានសម្លាប់ទៅដោយ Aloder នោះឡើយគឺសម្លាប់ទៅដោយគ្រូរបស់ Aloder ឬក៏អាចហៅថា Sorsen លៀនធានឃើញដូច្នេះក៏នឹកស្មានមកដល់ថាគម្រោងការរបស់ខ្លួននឹងមានអ្នកជ្រៀតជ្រែកអញ្ចឹងសោះបន្ទាប់ពីបានដឹងអំពីវត្តមានរបស់កញ្ញា Sorsen ហើយលៀនធានក៏បានផ្ដាំផ្ញើទៅកាន់កញ្ញា Goblin តូចនិង Holy Mother Lia
ឲ្យមើលថែកសំពើ Goblin ជំនួសខ្លួនដោយលៀនធាននឹងគឺមានភារកិច្ចសំខាន់ដែលត្រូវតែបំពេញនៅក្នុងទីក្រុងរបស់ពពួកមនុស្សផ្ដាំផ្ញើរួចលៀនធានក៏បានធ្វើដំណើរចាកចេញបាត់ទៅកាន់មកដល់ទីក្រុង Bright Town ដែលជាទីក្រុង Aluder កំពុងតែស្នាក់នៅនឹងយើងបានឃើញទាហានជាច្រើនដែលកំពុងតែដើរល្បាតហើយលៀនធានក៏នៅក្នុងទីក្រុង Bright Town នេះដែរបន្ទាប់ពីបានដើរលេងមួយសន្ទុះលៀនធានក៏បានឃើញនៅ leaderboard មួយដែលបង្ហាញអំពីចំណាត់ថ្នាក់ក្រុមអ្នកផ្សងព្រេងដោយក្រុម Aluder នឹងគឺជាចំណាត់ថ្នាក់លេខ1បន្ទាប់មកលៀនធានក៏បានធ្វើដំណើរទៅកាន់បារមួយកន្លែងដែលជាកន្លែងដែល Aluder និងគ្នារបស់វាកំពុងតែផឹកស៊ីសប្បាយរីករាយដោយសមាជិកនៅក្នុងក្រុមនឹងគឺបានលើកដង្កើងទៅកាន់ Aluder និងកញ្ញា Ivria ខ្លាំងមែនទែនកំពុងតែសរសើរចាស់សរសើរឡើងនឹងសមាជិកនៅក្នុងក្រុមរបស់ Aluder គឺចាប់ផ្ដើមឆ្លោះគ្នាយកតែម្ដងពួកវាគឺឆ្លោះគ្នារឿងពីណាគេខ្លាំងជាងហើយពីណាគេខ្សោយជាងឃើញដូច្នេះហើយម្ចាស់បារនឹងក៏បានប្រាប់ទៅកាន់អាពីក្បាលនឹងកុំឲ្យឆ្លោះគ្នាដោយសារតែក្នុងរដូវកាលនេះគឺជារដូវកាលដែលខាងពួកនាគកំពុងតែចង់បន្តពូជហើយនាគទាំងអស់ហ្នឹងក៏បានស៊ីទៅកម្មមនុស្សផងដែរនៅពេលដែលដល់រដូវកាលវាបន្តពូជហ្នឹងអញ្ចឹងហើយលបងទាំងពីរក្បាលបើគិតថាខ្លួនឯងខ្លាំងហ្នឹងគឺអាចចាញ់ទៅសម្លាប់នាគបានដើម្បីកុំឲ្យឆ្លោះគ្នាអត់ប្រយោជន៍លៀនធានដែលកំពុងតែនៅក្នុងបារនោះស្រាប់ដឹងព័ត៌មានដូច្នេះគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនចំណែកឯមនុស្សដទៃទៀតក៏អញ្ចឹងដែរក៏ប៉ុន្តែ Aluder នឹងក៏បានប្រាប់ទៅកាន់អ្នកគ្រប់គ្នាថាមិនបាច់ភ័យខ្លាចទេដោយសារតែសោសេនគឺបានធ្វើដំណើរមកកាន់ទីក្រុង Bright Town របស់ពួកគេហើយទ្រមនាគកាប៉ុណ្ណឹងសោសេនឲ្យស្បៃយកមកចឹងនិយាយចឹងបន្ទាប់ពីបានដឹងនៅព័ត៌មានមួយនេះខាងអ្នកផ្សងព្រេងដែលនៅក្នុងបារនឹងគឺចាប់ផ្ដើមមានក្តីសង្ឃឹមឡើងវិញហើយបន្ទាប់ពីបានដឹងនៅព័ត៌មានដ៏សំខាន់ដូច្នេះលៀនធានក៏បានចាកចេញអំពីបារដើម្បីរៀបចំផែនការរបស់ខ្លួនបន្តទៀតឃើញលៀនធានចាកចេញអត់ចង់នៅអញ្ចឹង Aluder ក៏បបួលទៅកាន់លៀនធានឲ្យផឹកស៊ីជាមួយនឹងវាក៏ប៉ុន្តែលៀនធានក៏បានបដិសេធជាមួយនឹង Aluder ហើយថែមទាំងផ្ដាំទៅកាន់ Aluder ថាតិចទៀតយើងនឹងមានរឿងទៅដោះស្រាយជាមួយនឹងគ្នាហើយនៅក្នុងទីក្រុង Bright Town ទៀតសតពួកគេគឺបានរៀបចំកម្មវិធីយ៉ាងធំមួយដើម្បីស្វាគមន៍ក្សត្រសេនដែលធ្វើដំណើរមកកាន់ទីក្រុង Bright Town របស់ពួកគេបន្ទាប់ពីសោសេនបានមកដល់ទីក្រុង Bright Town នេះហើយ Aluder ក៏បានទៅជួបនិយាយជាមួយនឹងសោសេននៅក្នុងព្រះវិហារដោយបានប្រាប់ថាក្នុងអំឡុងពេលប្រមាណថ្ងៃនេះពួកនាគគឺធ្វើដំណើរជិតមកដល់ទីក្រុង Bright Town របស់ពួកគេហើយកញ្ញាសោសេនក៏បានប្រាប់ទៅឲ្យ Aluder រៀបចំព្រួញប្រហារនាគចំនួន10គ្រឿងដែលនាងបានប្រាប់នឹងទៅដោយសារតែនាងមកទីនេះជាពិសេសគឺដើម្បីសម្លាប់ពួកនាគដែលធ្វើដំណើរជិតមកដល់ទីក្រុង Bright Town នឹងឯងនៅពេលដែលពួកគេបានធ្វើដំណើរចាកចេញពីព្រះវិហារមិនទាន់បានប្រមាណផងក៏ស្រាប់តែនៅពេលនោះពួកនាគក៏បានចាប់ផ្ដើមបើកការវាយប្រហារបំផ្លិចបំផ្លាញទៅកាន់ទីក្រុង Bright Town របស់ពួកគេឃើញដូច្នេះសោសេនក៏បានរៀបចំក្បួនក្នុងការតបទល់ជាមួយនឹងពួកនាគដែលកំពុងតែមកដល់ដំណឹងដែលពួកនាគធ្វើដំណើរមកដល់ទីក្រុង Bright Town នឹងក៏បានឮទៅដល់លៀនធានហើយខាងលៀនធានឯនេះវិញគឺបានរៀបចំកូនចៅទុកជាស្រេចចាំតែឱកាសល្អគឺដាក់យកតែម្ដងកាត់មកដល់ទីក្រុង Bright Town វិញនាគដែលកំពុងតែហោះហើរលើមេឃគឺត្រូវបានក្រឹបព្រួញយ៉ាងធំមួយបាញ់ទម្លុះធ្លាក់មកលើដីយកតែម្ដងដោយនេះគឺបង្កឡើងពីព្រួញប្រហារនាគដែលសោសេនឲ្យ Aluder នឹងរៀបចំហើយនាគជាច្រើនក្បាលក៏បានធ្លាក់មកលើដីជាបន្តបន្ទាប់ដោយសារតែព្រួញប្រហារនាគខណៈពេលដែលមនុស្សកំពុងតែមានប្រៀបទៅលើពពួកនាគផ្ទៃមេឃក៏មានការប្រែប្រួលអមជាមួយរន្ទះយ៉ាងខ្មួលខ្មាញ់ដែលនេះគឺជាការបង្ហាញខ្លួនរបស់នាគដ៏ធំមួយនាគមួយនេះគឺមានភាពធន់ខ្លាំងមែនទែនអាវុធប្រហារនាគគឺមិនអាចទម្លុះសាច់របស់វាបាននោះឡើយហើយវាថែមទាំងបានបាញ់ភ្លើងសម្ដៅមករកកញ្ញា Ivria ថែមទៀតផងឃើញដូច្នេះហើយមិនបងអង្គពេលយូរកញ្ញា Ivria ក៏បានប្រើប្រាស់នៅ Advanced Skill Technique របស់នាងខណៈពេលដែលខាងពូជសាសន៍មនុស្សនិងពូជអម្បូរនាគកំពុងតែប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនោះលៀនធានគឺបានឈរមើលពីចម្ងាយគ្មានជំពាក់អាណាគេមករៀលទេហើយថែមទាំងបានលួចមើលទៅកាន់ stat របស់នាគនិងកញ្ញាសោសេនថែមទៀតផងដែលនាគពើស្វាយមួយក្បាលនោះមានឈ្មោះថា Purple Golden Dragon Mother ដោយកម្លាំងប្រយុទ្ធរបស់វាគឺមានចំនួន 2900 ចំណែកឯសនសេនវិញមានឈ្មោះថា Alice Nia ដែលមាន level 80ហើយកម្លាំងប្រយុទ្ធគឺ4000ច្រើនជាងនាគនឹងដាច់យូរហ្មង
ការប្រយុទ្ធរវាងអ្នកទាំងពីរយើងបានឃើញថាកញ្ញាអេលីសគឺបានចាក់ទម្លុះទៅកាន់ស្លាបរបស់នាគពើស្វាយដូច្នេះហើយនាគពើស្វាយក៏បានដកថយអមជាមួយនឹងកញ្ញាអេលីសដែលកំពុងតែនៅលើស្លាបរបស់វាដោយសារតែឃើញឱកាសល្អកញ្ញាអេលីសដែលជាអ្នកខ្លាំងបំផុតនៅក្នុងទីក្រុងបានចាកចេញហើយលិនធានក៏បានដឹកនាំបកពួកគ្នាកូនចៅកូប្លិនរបស់ខ្លួនបើកការវាយប្រហារទៅកាន់ទីក្រុងជាលើកទី2លើកនេះទីក្រុងប្រៃថនគឺទទួលរងការបំផ្លិចបំផ្លាញខ្លាំងមែនទែនមិនត្រឹមតែប៉ុណ្ណោះអាឡូដឺនិងកញ្ញាអ៊ីហ្វ្រីយ៉ាថែមទាំងជិបទៅកាន់អន្ទាក់ដែលកូនចៅកូប្លិនរបស់លិនធានបានរៀបចំថែមទៀតផងពេលនេះផែនការរបស់លិនធានគឺបានជោគជ័យបណ្ដើរហើយទី1គឺបានបំផ្លាញទៅកាន់ទីក្រុងប្រៃថនចំណែកទី2វិញគឺអាចចាប់ទៅកាន់អាឡូដឺនិងកញ្ញាអ៊ីហ្វ្រីយ៉ាបានហើយកញ្ញាសតសេននឹងក៏បានដឹងអំពីវត្តមានកូប្លិនដែលកំពុងតែបំផ្លិចបំផ្លាញទៅកាន់ទីក្រុងប្រៃថនដែរក៏ប៉ុន្តែនាងមិនអាចទៅជួយប្រជាជននៅក្នុងទីក្រុងប្រៃថនទេដោយសារតែនាងគឺរវល់ចិត្តដែរប្រយុទ្ធជាមួយនឹងនាគពើស្វាយដែលបានប្រែក្រឡាទៅជាមនុស្សពេលកណ្ដាលនិងនាគពេលកណ្ដាលការប្រយុទ្ធគ្នារវាងកញ្ញាអេលីសនិង Mother Dragon គឺកញ្ញាអេលីសនៅតែអាចដាក់សម្ពាធទៅលើ Mother Dragon បានដដែលក៏ប៉ុន្តែកញ្ញាអេលីសនឹងក៏បានបើកដៃឲ្យ Mother Dragon រត់គេចបានព្រោះអីនាងគឺមានភារកិច្ចដើម្បីថែរក្សាសុខសុវត្ថិភាពប្រជាជននៅក្នុងទីក្រុងប្រៃថនចេញអំពីកណ្ដាប់ដៃរបស់ពពួកកូប្លិននៅពេលដែលនាងបានធ្វើដំណើរមកដល់ទីក្រុងប្រៃថនវិញគឺអ្វីៗគ្រប់យ៉ាងបានហួសពេលបាត់ទៅហើយដោយសារតែទីក្រុងគឺត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរហើយចំណែកឯអាឡូដឺនិងកញ្ញាអ៊ីហ្វ្រីយ៉ាគឺត្រូវបានកូប្លិនចាប់យកបាត់ទៅហើយឃើញដូច្នេះអេលីសនឹងក៏មានចិត្តចង់ទៅជួយអាឡូដឺនិងកញ្ញាអ៊ីហ្វ្រីយ៉ាយកមកវិញក៏ប៉ុន្តែប្រជាជននៅក្នុងទីក្រុងនឹងក៏ទទូចសុំអង្វរទៅកាន់កញ្ញាអេលីសឲ្យការពារមកកាន់ពួកគេព្រោះអីអត់ពីនាងទៅគឺគ្មានបណ្ណាគេមានសមត្ថភាពការពារពួកគេបាននោះឡើយដូច្នេះហើយអេលីសក៏សម្រេចចិត្តថាទុករឿងជួយអាឡូដឺនិងកញ្ញាអ៊ីហ្វ្រីយ៉ានៅដល់ឡៃសិនកាន់មកដល់ខាងកោសុពិនកូប្លិនវិញអាឡូដឺនិងកញ្ញាអ៊ីហ្វ្រីយ៉ាត្រូវបានខាងកូប្លិនចាប់ចងអូដូចទេសកលអញ្ចឹងមកដល់ទីនេះកញ្ញាអ៊ីហ្វ្រីយ៉ាក៏មានការប្លែកភ្នែកដែរព្រោះអីពូជអម្បូរ F ដែលជាពូជអម្បូរដ៏ខ្ពង់ខ្ពស់ហ្នឹងដែលជានៅក្រោមការត្រួតត្រារបស់ពពួកពូជអម្បូរកូប្លិនទៅវិញរឿងដំបូងគេដែលកញ្ញាអ៊ីហ្វ្រីយ៉ានៅពេលបានមកដល់ទីនេះគឺធ្វើការបន់ព្រះប៉ុន្តែបន់មិនទាន់បានប្រមាណផងក៏ស្រាប់តែលិនធានបានបង្ហាញខ្លួននៅចំពោះមុខរបស់កញ្ញាអ៊ីហ្វ្រីយ៉ាបន្ទាប់មកលិនធានក៏បានចាប់ផ្ដើមធ្វើទរណកម្មទៅកាន់កញ្ញាអ៊ីហ្វ្រីយ៉ាដោយអ្វីដែលនាងបានធ្វើមកកាន់ខ្លួននៅជាតិមុនអាឡូដឺឃើញគេធ្វើបាបទៅកាន់សមាជិករបស់ខ្លួនដូច្នេះក៏បាននិយាយគំរាមទៅកាន់លិនធានដោយមិនយូរមិនឆាប់ទេកញ្ញាសតសេននឹងមកដល់ទីនេះហើយកំទេចទៅកាន់កោសុពិនកូប្លិនរបស់លិនធានជាមិនខានដោយសារតែនិយាយច្រើនពេកក៏ត្រូវម្ដាយចង់ប៉ងមុខតែម្ដងលិនធានក៏បាននិយាយតបទៅកាន់ឡូដឺវិញថាទោះបីជាសតសេនខ្លាំងក៏ពិតមែនក៏ប៉ុន្តែការស្វែងរកទៅកាន់កោសុពិនមួយនេះគឺមិនងាយនោះឡើយណាមួយយើងក៏មានផែនការក្នុងការតបទល់ជាមួយនឹងសតសេនដូចគ្នារួចលិនធានក៏បានងាកទៅនិយាយជាមួយនឹង Goblin Berserker ដែលជាកូនចៅរបស់ខ្លួនឲ្យនាំយកនៅ Second Generation ឬក៏កូនចៅចំនួនទី2របស់ពួកគេទៅអភិវឌ្ឍសមត្ថភាពក្នុងព្រៃបន្ទាប់ពីនិយាយផ្ដេសផ្ដាំរួចហើយលិនធានក៏បានងាកមករកអាឡូដឺវិញហើយនឹងបានធ្វើទរណកម្មទៅកាន់វាដោយទរណកម្មនឹងគឺគ្មានអីធំដុំទេលិនធានគ្រាន់តែកាត់ត្រចៀករបស់អាឡូដឺតែប៉ុណ្ណោះមិនត្រឹមតែប៉ុណ្ណោះលិនធានក៏បានបកនៅស្បែកមុខរបស់ក្រុមអាឡូដឺដែលអ្នកគ្រប់គ្នាតែងតែហៅថា Hero Party ហើយនៅពីក្រោយពាក្យថា Hero មួយនេះមានមនុស្សជាច្រើនដែលត្រូវបានអាឡូដឺនិងក្រុមគ្នារបស់វាសម្លាប់យើងនឹងឯងគឺសុទ្ធតែជាបិសាចដូចគ្នាក៏ប៉ុន្តែពួកយើងខុសគ្នាត្រង់ថាឯងគឺជាបិសាចដែលពាក្យស្បែកមុខ Hero ចំណែកឯយើងវិញគឺជាបិសាចដែលគ្មានពាក្យស្បែកមុខអ្វីទាំងអស់បន្ទាប់ពីនិយាយរួចលិនធានក៏បានបញ្ជាឲ្យកូនចៅនឹងធ្វើស៊ីទៅកាន់កញ្ញាអ៊ីហ្វ្រីយ៉ាយកតែម្ដងមើលទៅកាន់ពួកអាកូប្លិនទាំងអស់ហ្នឹងហាក់បីដូចជាមានក្តីសុខខ្លាំងមែនទែនដូរវិញគ្នាម្នាក់ម្ដងពួកអាកូប្លិនចាញ់អ្នកដល់វិញអញម្ដងហើយឃើញអញ្ចឹង Holy Mother Nia ក៏មានការឆ្ងល់ដែរមិនដឹងថាលិនធាននឹងមានគំនុំគុំគួនជាមួយនឹងមនុស្សពីកាលទេបានជាធ្វើទរណកម្មទៅកាន់អាឡូដឺនិងកញ្ញាអ៊ីហ្វ្រីយ៉ាយ៉ាងធ្ងន់ធ្ងរដូច្នេះហើយនៅអំឡុងពេលនោះពួក Goblin Second Generation ក៏បានមកពីប្រមាញ់ដូចគ្នា Goblin ដែលជាមេក្រុមនឹងគឺមានឈ្មោះថា Goblin Berserker ដែលមាន level 33
ហើយនៅក្នុងការប្រមាញ់ហ្នឹងពួកគេក៏ទទួលបាននូវព័ត៌មានមួយចំនួនផងដែរដែលវាគឺជាព័ត៌មានទាក់ទងជាមួយនឹងកុលសម្ព័ន្ធ Goblin នៅភូមិភាគខាងកើតដោយកុលសម្ព័ន្ធ Goblin មួយនោះផងដែរមានឈ្មោះថា Bloodfang ក្នុងកុលសម្ព័ន្ធមួយហ្នឹងគឺពោរពេញទៅដោយ Goblin High Level តែម្ដងពេលនោះ Aloder ក៏ស្រាប់តែលូកមកតែម្ដងដោយបាននិយាយថាលៀនធានគឺគ្មានគីឡូជាមួយនឹងកុលសម្ព័ន្ធ Goblin Bloodfang នោះឡើយហ៊ានតែប៉ះគ្នាមើលខាងលៀនធានប្រកាសជាស្បៃជាមិនខានដោយសារតែ Aloder មិនដាច់ពេកលៀនធានក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួនធ្វើរឿងមួយរឿងហ្នឹងមិនដឹងរឿងស្អីទេមិនបានពួកនឹងចាប់ហាមាត់ Aloder ចឹងហើយមើលទៅកាន់មុខ Aloder មិនដឹងជាប្រឡាក់ស្អីទេសកាន់មកដល់ពេលយប់ទំនៀមទម្លាប់របស់ពពួក Goblin តែងតែធ្វើពិធីជប់លៀងដើម្បីអបអរសាទរទៅកាន់ការប្រមាញ់របស់ពួកគេក្នុងអំឡុងពេលនោះផងដែរលៀនធានក៏បានប្រកាសប្រាប់ទៅកាន់កូនចៅគ្រប់គ្នាថាពេលនេះចាប់តាំងពីពេលនេះតទៅកុលសម្ព័ន្ធរបស់ពួកគេនឹងមានឈ្មោះហៅដែលហើយដោយកុលសម្ព័ន្ធរបស់ពួកគេមានឈ្មោះថាកុលសម្ព័ន្ធធានគង់ហើយកូនចៅរបស់លីនធានបន្ទាប់ពីបានដឹងថាកុលសម្ព័ន្ធរបស់ខ្លួនមានឈ្មោះនឹងគេហើយពួកគេគឺពិតជាមានការសប្បាយអរខ្លាំងមែនទែនស្អែកឡើងលីនធានក៏បានរៀបចំខ្លួនដើម្បីទៅយកព័ត៌មាននៅកុលសម្ព័ន្ធ Bloodfang នៅពេលទៅដល់ទីនោះលីនធានបានឃើញថាកុលសម្ព័ន្ធ Bloodfang គឺពោរពេញទៅដោយ Goblin ដែលមានមាឌធំដោយមេកន្ទ្រែងរបស់ពួកវាមានឈ្មោះថា Warhammer Goblin Bloodfang ដែលមាន level 50ដោយសារតែមេកន្ទ្រែងរបស់ Goblin Bloodfang មាន level ធំពេកលីនធានក៏បាននឹកឃើញនៅគំនិតមួយដោយនោះគឺជាការប្រើប្រាស់នៅវេទមន្តបរិសុទ្ធរបស់កញ្ញាអ៊ីហ្វ្រីយ៉ាមកដល់កុលសម្ព័ន្ធធានកងវិញលីនធានក៏ចាប់ផ្ដើមធ្វើល្អទៅកាន់កញ្ញាអ៊ីហ្វ្រីយ៉ានិងយកចិត្តនាងដំបូងឡើយកញ្ញាអ៊ីហ្វ្រីយ៉ាហាក់បីដូចជាមានការភ័យខ្លាចទៅកាន់លីនធានខ្លាំងមែនទែនក៏ប៉ុន្តែបន្ទាប់ពីលីនធានបានលួងលោមនាងកញ្ញាអ៊ីហ្វ្រីយ៉ាក៏សោកចិត្តធ្វើជាឆ្កែបម្រើរបស់លីនធានបន្ទាប់ពីលួងលោមនាងហើយលីនធានក៏បាននាំកញ្ញាអ៊ីហ្វ្រីយ៉ាទៅសម្អាតខ្លួននិងបានសួរនាំនាងអំពីការប្រើប្រាស់នៅវេទមន្តពន្លឺកញ្ញាអ៊ីហ្វ្រីយ៉ាក៏យល់ព្រមជាមួយនឹងសំណើរបស់លីនធានហើយក៏បានបង្ហាញអំពីវេទមន្តរបស់នាងឲ្យលីនធានបានឃើញលីនធានឃើញអញ្ចឹងគឺពិតជាមានការសប្បាយចិត្តខ្លាំងមែនទែនហ្នឹងអញរកតែអាហ្នឹងណាមិនត្រឹមតែប៉ុណ្ណឹងទេលីនធានក៏បាននាំយកកញ្ញាអ៊ីហ្វ្រីយ៉ាទៅអួតអាឡូដឺផងដែរដោយពេលនេះកញ្ញាអ៊ីហ្វ្រីយ៉ានឹងចោះចូលជាមួយនឹងពពួកគូប្លិនហើយអញ្ចឹងហើយអាឡូដឺនឹងនៅវេទនាតែឯងសិនទៅកាត់មកដល់កុលសម្ព័ន្ធ Goblin Bloodfang វិញពេលនេះពួកគេគឺកំពុងតែរៀបចំខ្លួនដើម្បីបើកការវាយប្រហារមកកាន់កុលសម្ព័ន្ធធានកងរបស់លីនធានគោលបំណងដ៏ធំបំផុតរបស់ពួកគេគឺចង់ទទួលបានខាងពូជអម្បូរអែលធ្វើជាកម្មសិទ្ធិរបស់ខ្លួនតែមិនទាន់នឹងបានចេញប្រតិបត្តិការអីផងក៏ស្រាប់តែលីនធានមករកពួកគេដល់កន្លែងយកតែម្ដងដោយមកលើកនេះគឺលីនធានមកបែបកាយដាច់ហើយជាធម្មតាមុនពេលធ្វើអ្វីមួយលីនធានគឺធ្វើការចរចាជាមុនសិនដោយការចរចាមួយនឹងលីនធានគឺចង់បានក្បាលមេកុលសម្ព័ន្ធ Bloodfang បើសិនជាមិនចឹងទេពួកកុលសម្ព័ន្ធ Goblin Bloodfang នឹងគឺត្រូវងាប់ទាំងអស់ដោយសារលៀនធានសម្ដីថ្លោះពេកមេកុលសម្ព័ន្ធ Bloodfang ក៏បានប្រើប្រាស់នៅដៃដ៏ធំរបស់ខ្លួនបំរុងនឹងច្បាច់បំបែកទៅកាន់ក្បាលរបស់លៀនធានក៏ប៉ុន្តែជាអកុសលលៀនធាននឹងក៏បានកាត់ផ្ដាច់ទៅកាន់ដៃរបស់មេកុលសម្ព័ន្ធ Bloodfang យកតែម្ដងចំណែកឯ Goblin ដទៃទៀតដែលស្ថិតនៅក្នុងកុលសម្ព័ន្ធ Bloodfang ក៏ទទួលបានការវាយឆ្មក់អំពីសំណាក់ខាងកុលសម្ព័ន្ធធានកងរបស់លៀនធានមិនមែនដោយសារតែ Bloodfang វាភ្លើទេក៏ប៉ុន្តែខាងកុលសម្ព័ន្ធរបស់លៀនធាននឹងឆ្លាតជាងដោយសារតែលីនធានគឺបានប្រើប្រាស់ skill បំបង្កាយទៅលើកូនចៅរបស់ខ្លួនអញ្ចឹងហើយការវាយឆ្មក់ហ្នឹងគឺមានប្រសិទ្ធភាពច្រើនជាងមុនមេកន្ទ្រែង Bloodfang ឃើញអញ្ចឹងគឺនៅតែមិនអស់ចិត្តនោះឡើយដោយវាគឺបានរើបំរាស់និងតដៃទៅកាន់លីនធានវិញក៏ប៉ុន្តែនៅពេលនោះក៏ស្រាប់តែមានគុកពន្លឺមួយបានឃុំឃាំងទៅកាន់វាមេកុលសម្ព័ន្ធ Bloodfang ឃើញអញ្ចឹងគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនមិនបានជា Goblin នឹងអាចប្រើប្រាស់នៅវេទមន្តពន្លឺបានអ្វីដែលវាមិនដឹងនោះគឺកញ្ញាអ៊ីហ្វ្រីយ៉ាទេដែលជាអ្នកប្រើប្រាស់នៅវេទមន្តពន្លឺឃុំឃាំងទៅកាន់វាដោយឃើញថាមេកន្ទ្រែងរបស់ខ្លួនបានចាញ់អញ្ចឹងកូនចៅនៅក្នុងកុលសម្ព័ន្ធ Goblin Bloodfang នឹងក៏បានចោះចូលជាមួយនឹងលីនធានបន្ទាប់ពីទទួលបានជ័យជំនះទៅលើក្រុម Goblin Bloodfang ហើយលីនធានក៏បានកាន់ឆ្លើយសឹកនៅក្នុងកុលសម្ព័ន្ធ Goblin Bloodfang
ហ្វេងហើយនឹងមេកន្ទ្រែងរបស់វាមកកសំពិនរបស់ខ្លួនកូនចៅរបស់ប្លុតហ្វេងនឹងដូចជាមិនសមប្រមាណទេយ៉ាប់ជាងគេគឺមេនឹងឯងលៀនធានបានធ្វើទរណកម្មទៅលើមេកន្ទ្រែងកូប្លៀនប្លុតហ្វេងសឹងដាច់ខ្យល់ទៅហើយបន្ទាប់ពីបានធ្វើទរណកម្មរួចលៀនធានក៏បានយកកញ្ញាអ៊ីហ្វ្រីយ៉ាទៅឲ្យ Holy Mother Nia ជួយមើលថែហើយនឹងផ្ដាំនាងឲ្យជួយរៀបចំសម្លៀកបំពាក់ឲ្យខ្លួនផងព្រោះអីបន្តិចទៀតខ្លួននឹងទៅជួបមិត្តភ័ក្តិហើយមិត្តម្នាក់នោះគឺសំខាន់ខ្លាំងមែនទែនក្រោយមកលៀនធានក៏បានធ្វើដំណើរទៅដល់ឆ្នេរសមុទ្រមួយលៀនធានក៏បានរៀបចំជាមួយនឹងសាកសពសត្វគោប្រមាណក្បាលរួចហើយលៀនធានក៏បានពួននៅក្នុងពោះសាកសពសត្វគោនោះមិនយូរប្រមាណក៏មាននាគមួយក្បាលបានយកសាកសពសត្វគោដែលលៀនធានបានរៀបចំនឹងទៅឲ្យម្ចាស់ស្ត្រីរបស់វាដោយវាគឺមិនបានដឹងអំពីវត្តមានរបស់លៀនធាននោះឡើយមានយូរប្រមាណនាគមួយក្បាលនោះក៏បាននាំយកសាកសពគោដែលលៀនធានបានរៀបចំនឹងទៅដល់កោសំពិនឬក៏ជំរំរបស់វាហើយវាក៏បានទម្លាក់សាកសពមនុស្សចូលទៅក្នុងល្អាងមួយបន្ទាប់ពីបានមកដល់គោលដៅហើយលៀនធានចេញកាច់ដៃកាច់ជើងមិនទាន់បានប្រមាណផងក៏ស្រាប់តែមានកែវភ្នែកយ៉ាងធំបានសម្លឹងមករកលៀនធានដោយនោះគឺជា Purple Dragon ឬក៏ Mother Dragon នឹងឯងគ្រាន់តែកលេចមក Mother Dragon នឹងស្គាល់ភ្លាមថាម្នាក់នេះគឺជាមេកោសំពិនគោប្លៀនដែលបានដឹកនាំទ័ពទៅបំផ្លាញទីក្រុងប្រាឆោន Mother Dragon ក៏បានសួរថាតើលៀនធានមកកន្លែងហ្នឹងមានគោលបំណងអីលៀនធានក៏បានបង្ហាញពីគោលបំណងរបស់ខ្លួនដែលមកទីនេះគឺដើម្បីតែចង់ចរចាជាមួយនឹង Mother Dragon តែប៉ុណ្ណោះដោយសារតែពួកគេគឺមានសត្រូវតែមួយដូច្នេះលៀនធាននឹងជួយឲ្យ Mother Dragon អាចធ្វើការសងសឹកទៅកាន់សតសេនបានស្ដាប់ទៅហាក់បីដូចជាមិនសមហេតុផលទៅតែសោះព្រោះអីលៀនធានជាមួយនឹង Purple Dragon រួមដៃគ្នាគឺគ្មានសមត្ថភាពអីផ្ដួលទៅកាន់កញ្ញាសសេនបាននោះឡើយប៉ុន្តែ Mother Dragon នឹងក៏នៅតែផ្ដល់ឱកាសឲ្យលៀនធានបកស្រាយអំពីផែនការរបស់ខ្លួនលៀនធានក៏បានប្រាប់ថាការកម្ចាត់ទៅកាន់សសេនដោយប្រើប្រាស់នៅកម្លាំងគឺមិនអាចទៅរួចនោះឡើយក៏ប៉ុន្តែពួកគេគឺអាចធ្វើការបបាក់ទៅកាន់ស្មារតីរបស់សសេនជាមុនសិនទើបអាចធ្វើការកម្ចាត់នាងបានតាមក្រោយហើយគម្រោងការមួយនេះវាអាចនឹងចំណាយរយៈពេលយូរបន្តិចដោយលៀនធានគ្រាន់តែចង់ឲ្យ Mother Dragon បញ្ជូនកូនចៅនាគរបស់ខ្លួនប្រមាណក្បាលឲ្យទៅដល់ផ្ទះសម្បែងរបស់ប្រជាជននៅក្នុងទីក្រុងប្រៃថតលេងបើគិតថាធ្វើអញ្ចឹងវាមានហានិភ័យ Mother Dragon គ្រាន់តែបញ្ជូនកូនចៅឲ្យកវែលជុំវិញទីក្រុងប្រៃថតលេងប្រមាណជុំទៅបានហើយធ្វើដូច្នេះគឺដើម្បីឲ្យកញ្ញាសសេនរវល់ការពីទីក្រុងអនុញ្ញាតឲ្យពួកគេអភិវឌ្ឍសមត្ថភាពខ្លួនឯងបានហើយរឿងបំបាក់ស្មារតីចាំទុកឲ្យលៀនធានជាអ្នកដោះស្រាយចោះដោយសារតែពេញចិត្តជាមួយនឹងផែនការរបស់លៀនធាន Mother Dragon ក៏បានផ្ដល់រង្វាន់មួយឲ្យលៀនធានដោយនោះគឺជាការបន្តពូជការមកដល់កោសំពិនធានគង់វិញយើងបានឃើញថាអាឡូដឺវាកំពុងតែរអ៊ូរទាំព្រោះអីតាំងពីយូរមកហើយអត់មានពីណាគេបញ្ជូនមនុស្សមកជួយវាទើបតែសោះកំពុងតែរអ៊ូសោកហ្នឹងក៏ស្រាប់តែអាឡូដឺមានការប្រកាច់ប្រកិនចង់រត់យកតែម្ដងដោយសារតែវាបានឃើញនៅនាគមួយក្បាលកំពុងតែហោះហើរនៅលើក្បាលរបស់វាឃើញដូច្នេះខាងគោប្លៀនក៏ត្រៀមខ្លួនក្នុងការប្រយុទ្ធដូចគ្នាក៏ប៉ុន្តែរឿងដែលធ្វើឲ្យខាងគោប្លៀននិងអាឡូដឺមានការភ្ញាក់ផ្អើលនាគមួយនោះមានគោប្លៀនមួយក្បាលដែលបានជិះនៅលើវាហើយម្នាក់នោះគឺជាលៀនធានខាងកូនចៅគោប្លៀនឃើញដូច្នេះគឺពិតជាមានការសប្បាយចិត្តខ្លាំងមែនទែនព្រោះអីមេរបស់ពួកគេអាចប្រើប្រាស់សត្វនាគធ្វើជាយានជំនិះបានសាច់រឿងគឺបានកាត់ឲ្យយើងឃើញអំពី Royal Night Order ឬក៏យើងអាចហៅថាជាអ្នកចម្បាំងរាជវាំងដែលទទួលបញ្ជាអំពីស្ដេចផ្ទាល់តែម្ដងពួកគេមកទីនេះគឺទទួលបញ្ជាអំពីសំណាក់កញ្ញាអេលីសដោយសារតែនាងនឹងក៏ជាប់ខ្សែស្រឡាយស្ដេចដូចគ្នាមូលហេតុដែលកញ្ញាអេលីសបានកោះហៅពួកគេមកគឺដើម្បីឲ្យទាហានរាជវាំងមួយនេះធ្វើការជួយការពារទៅកាន់ទីក្រុងប្រៃថនដោយសារតែប្រហែលថ្ងៃនេះខាងទីក្រុងប្រៃថននឹងគឺទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរអំពីសំណាក់នាគនិងហ្គោប្លិនមើលខាង Royal Knight ប៉ុណ្ណឹងបានហើយឥឡូវយើងមកមើលអំពីលៀនធានវិញដោយលៀនធានគឺទទួលបានសេណារីយ៉ូពិសេសអំពីសំណាក់ System ដោយ System គឺបានផ្ដល់ជម្រើសមួយឲ្យលៀនធានធ្វើការ skip time អានឹងបើនៅក្នុងរឿងវិញដូចជាយើង skip សាច់រឿងចោលនៅពេលដែលយើង skip ហើយគឺឡើង level ធំយកតែម្ដងមិនបាច់ធ្វើ quest តូចៗអីទេអាលីនធាននឹងក៏ស្តៀងចឹងដែរបន្ទាប់ពីបានជ្រើសរើសយកនៅជម្រើសមួយនេះពេលវេលាមួយខែក៏បានកន្លងផុតទៅយ៉ាងលឿនហើយនៅពេលដែលលីនធានភ្ញាក់ពីដំណេកក៏បានឃើញថាខ្លួនឯងបានផ្លាស់ level ឡើងទៅដល់ level 50បាត់ទៅហើយសប្បាយអស់មិនទាន់បានប្រមាណផងក៏ស្រាប់តែមានរឿងអាក្រក់ចូលមកដល់ដោយលីនធានទទួលបានការរាយការណ៍អំពីសំណាក់
កញ្ញាកូប្លៀនតូចទាក់ទងនឹងកូប្លៀនថ្មីដែលទើបតែកើតនៅពេលដែលចេញទៅមើលនឹងលៀនធានក៏បានឃើញកូនកូប្លៀន3ក្បាលដែលបានស្លាប់បន្ទាប់ពីបានកើតហើយលៀនធានក៏បានសួរទៅកាន់ Holy Mother Nia ផងដែរថាតើកូប្លៀនទាំងអស់នេះវាមានរឿងអ្វីកើតឡើង Holy Mother Nia ក៏បានតបវិញថាចំពោះបញ្ហាមួយនេះនាងក៏មិនទាន់ដឹងដូចគ្នាក៏ប៉ុន្តែនៅពេលនោះក៏ស្រាប់តែ Aloder វាបានស្រែកជំទាវថាហើយមិននឹកស្មានថាកូប្លៀនទាំងអស់នេះរស់បានយូរចឹងសោះយើងប្រាប់ឯងទៅចាស់អាកូប្លៀនល្ងងកាលណាកូប្លៀនកាន់តែខ្លាំងកូនចៅរបស់ពួកគេគឺកាន់តែខ្សោយលៀនធានលឺអញ្ចឹងក៏បានអរគុណទៅកាន់ Aloder ដែរដែលបានប្រាប់មកកាន់ខ្លួនបើមិនប្រាប់ទេលៀនធានប្រកាសជាមិនដឹងនោះឡើយហើយលៀនធានក៏បានផ្ដល់កាដូមួយទៅឲ្យ Aloder គឺបញ្ជាឲ្យកូប្លៀន Berserker ធ្វើអ្វីធ្វើទៅតាមចិត្តរបស់វាឲ្យតែចង់មិនដឹងជាអា Berserker ធ្វើអីទៅកាន់ Aloder ទេសង្ស័យតែយកទៅសក់ញុកមិត្តទៀតហ្មងនេះដោះស្រាយជាមួយនឹង Aloder មិនទាន់បានយូរប៉ុន្មានផងក៏ស្រាប់តែនាគក្រហមបានហោះមករកលៀនធានហើយនាងក៏បានប្រែក្រឡាក្លាយទៅជា Hybrid Form បន្ទាប់មកនាងក៏បានធ្វើរឿងមួយមិនយូរប៉ុន្មានយើងក៏បានឃើញថាលៀនធានគឺពិតជាមានការចុកចង្កេះខ្លាំងមែនទែនដោយសារតែនាគនឹងមានកម្លាំងខ្លាំងពេកលៀនធានមានការចុកចង្កេះនិងអស់កម្លាំងតែពិតមែនក៏ប៉ុន្តែនាគក្រហមគឺមិនទាន់អស់កម្លាំងនោះឡើយថែមទាំងចង់ចាប់លៀនធានទៅធ្វើប្រតិបត្តិការបន្តទៀតលៀនធានឃើញចឹងគឺដាក់មេប្រយោគតែម្ដងហើយក៏បានបញ្ឆោតឲ្យនាគក្រហមនឹងធ្វើស៊ីទៅកាន់កូនចៅរបស់ខ្លួនម្ដងហើយមិនដឹងថាកូនចៅរបស់លៀនធានតបជិបអត់ទេនាគក្រហមខ្លាំងសឿងអីកាន់មកដល់យប់ឡើងខាងពួកកូប្លៀនគឺវាជប់លៀងទៀតហើយដោយសារតែពួកវាឥឡូវនេះគឺទទួលបាននៅឈាមជឿរបស់នាគចំណែកឯលៀនធាននៅពេលនេះវិញគឺកំពុងតែ activate system បើក shop ដើម្បីទិញអីវ៉ាន់មួយចំនួននៅក្នុង shop ហ្នឹងលៀនធានក៏បានទិញរបស់មួយចំនួនដែរដូចជាទី1 Elemental Crossbow ឬក៏យើងអាចហៅបានថាជាព្រួញធាតុហើយព្រួញមួយនេះផងដែរគឺអាចប្រើប្រាស់ដែលមានធាតុដូចជាធាតុទឹកធាតុភ្លើងធាតុរន្ទះធាតុខ្យល់ហើយចុងក្រោយគេគឺពិសហើយរបស់ទី2ដែលលៀនធានទិញហ្នឹងគឺជាក្បាច់ចាប់ដាវអត់ដឹងថាខ្មែរហៅម៉េចបានសមទេប៉ុន្តែអង់គ្លេសវាមានឈ្មោះថា Blade Shearer ដោយ skill មួយនេះគឺអនុញ្ញាតឲ្យលៀនធានធ្វើការរារាំងកំបិតឬដាវបានចំនួន3ដងដោយដៃទទេទទួលបានអាវុធថ្មីភ្លាមលៀនធានក៏បានកាន់ស្នោរបស់ខ្លួននិងដើរសំដៅទៅរក Aloder មិនដឹងថាអានឹងស្លាប់ឬរស់ទេសាច់រឿងបន្ទាប់ក៏បានកាត់ឲ្យយើងឃើញអំពីអ្នកផ្សងព្រេងមួយក្រុមដែលកំពុងតែធ្វើដំណើរចូលមកក្នុងព្រៃមកដល់ទីនេះពួកគេគឺបានឮនៅសំឡេងមនុស្សស្រែកឲ្យជួយក៏ប៉ុន្តែពួកគេបានដឹងយ៉ាងច្បាស់ថានេះគឺគ្រាន់តែជាសំឡេងក្លែងបន្លំអំពីសំណាក់បិសាចតែប៉ុណ្ណោះនៅតាមផ្លូវធ្វើដំណើរពួកគេក៏បានជួបប្រទះជាមួយនឹងបិសាចពីងពាងមួយក្បាលក៏ប៉ុន្តែបិសាចពីងពាងមួយនឹងគឺមិនមែនជាបញ្ហាអ្វីសម្រាប់ពួកគេនោះឡើយបន្ទាប់ពីបានកម្ចាត់នៅបិសាចពីងពាងរួចក៏ស្រាប់តែមានកូប្លៀនមួយក្បាលយ៉ាងធំដែលកំពុងតែឈរសំកាំងនៅមុខរបស់ពួកគេដោយកូប្លៀនមួយក្បាលនេះគឺជាកូប្លៀនកុងដែលជាកូនចៅរបស់លៀនធានហើយស្ថិតនៅក្នុង Hero Class Hero Class ហ្នឹងគឺជា class រាង Grandbardel ឃើញដូច្នេះអ្នកផ្សងព្រេងហ្នឹងគឺបានមើលងាយទៅកាន់កូប្លៀនកងខ្លាំងមែនទែនហើយម្នាក់នៅក្នុងចំណោមអ្នកផ្សងព្រេងទាំង4ហ្នឹងក៏បានចេញមុខដើម្បីទប់ទល់ជាមួយនឹងកូប្លៀនកងដោយអ្នកផ្សងព្រេងម្នាក់នោះហាក់បីដូចជាមានការមេងាយទៅកាន់កូប្លៀនកងខ្លាំងមែនទែនដោយអ្នកផ្សងព្រេងម្នាក់នោះបានប្រើប្រាស់អាវុធដែលនៅក្នុងដៃរបស់ខ្លួនធ្វើការគប់សម្ដៅទៅកាន់កូប្លៀនកងក៏ប៉ុន្តែហាក់បីដូចជាមើលស្រាលទៅកាន់កូប្លៀនកងពេកហើយត្រឹមតែការវាយប្រហារប៉ុណ្ណឹងកូប្លៀនកងគឺចាប់ដៃមួយតែម្ដងហើយកូប្លៀនកងថែមទាំងប្រើប្រាស់នៅអាវុធមួយនោះវាយប្រហារបកទៅកាន់ម្ចាស់ដើមវិញទៀតផងឃើញដូច្នេះពួកគេក៏បានបើកនៅរនាំងការពារដើម្បីការពារខ្លួនអំពីអាវុធដែលកូប្លៀនកងគប់មកក៏ប៉ុន្តែជាអកុសលរបស់ពួកគេនៅពេលនោះក៏ស្រាប់តែមានកូប្លៀនមួយក្បាលបានលួចចាក់ពួកគេពីក្រោយខ្នងដោយពួកគេមិនដឹងខ្លួនទាល់តែសោះដោយសារតែខាងកូប្លៀនគឺមាន skill បំបាំងកាយហើយបន្ទាប់ពីការប៉ះគ្នាមកប្រាវនឹងខាងអ្នកផ្សងព្រេងគឺគ្មានគីឡូជាមួយនឹងខាងកូប្លៀននោះឡើយដោយសារតែទី1ពួកគេគឺសមត្ថភាពនៅកាកពេកទី2គឺខាងកូប្លៀនមានចំនួនច្រើនបន្ទាប់ពីបានចាត់ការទៅកាន់អ្នកផ្សងព្រេងហើយអាកូប្លៀនកងក៏បានចាប់យកនារីម្នាក់នៅក្នុងក្រុមនឹងដើម្បីធ្វើជារបស់ខ្លួនកូប្លៀន Berserker ដែលជាបងឃើញកូប្លៀនកងដែលជាប្អូនធ្វើចរិតអញ្ចឹងក៏បានប្រាប់ថាមនុស្សទាំងអស់នេះពួកយើងគឺត្រូវយកទៅឲ្យលោកម្ចាស់ជាមុនសិនមុននឹងធ្វើស៊ីតាមក្រោយពីព្រោះនេះគឺជាច្បាប់នៅក្នុងកុលសម្ព័ន្ធដោយសារតែនិយាយបែបហ្នឹងកូប្លៀនកងនិងកូប្លៀន Berserker ក៏បានប៉ះពាក្យសម្ដីគ្នាបន្តិចផងដែរក៏ប៉ុន្តែនៅពេលនោះក៏ស្រាប់តែមានកូប្លៀន
មួយក្បាលបានចាររកទៅកាន់ Goblin ទាំងពីរឲ្យធ្វើការបោះបោដោយសំអាងថា Goblin កុងនិង Goblin Berserker មានមាឌធំជាងទំដងតែមានកម្លាំងជាងលៀនធានដូច្នេះហើយពួកគេគឺមិនស័ក្តិសមធ្វើជាកូនចៅគ្រាប់បង្គាប់របស់លៀនធាននោះឡើយបន្ទាប់ពីទទួលបានការចាក់រក Goblin កុងនិង Goblin Berserker ក៏ចាប់ផ្ដើមមានគំនិតចង់បះបោរជាមួយនឹងលៀនធានបន្ទាប់ពីត្រឡប់មកពីការប្រមាញ់របស់ខ្លួនយើងបានឃើញថា Goblin កុងនឹងហាក់បីដូចជាមានចរិតទៅកាន់លៀនធានខ្លាំងមែនទែនដោយវាបាននិយាយខ្លាំងៗថាមនុស្សនៅក្នុងដៃនេះវានឹងស៊ីដោយមិនប្រគល់ឲ្យលៀនធាននោះឡើយហើយបើសិនជាលៀនធានចង់បានមនុស្សមួយនេះគឺត្រូវតែដោះដូរជាមួយនឹងនារីដែលនៅក្បែរខ្លួនរបស់លៀនធាននិយាយឡើងមួយថ្ងៃហើយតាមពិតខុសឈ្មោះសោះ Goblin កុងនិង Goblin Berserker គឺជា Goblin តែមួយទេអា Goblin ដែលកាន់ដាវធំហើយអា Goblin ដែលជាអា Goblin ប្អូនហ្នឹងមានឈ្មោះថា Goblin ធានអា Goblin ធានហ្នឹងគឺពិតជាមានអំនួតខ្លាំងមែនទែនដោយសារតែ Goblin កុងដែលជាបងរបស់វាមានកម្លាំងជាងលៀនធានហើយចាប់តាំងពីពេលនេះតទៅ Goblin កុងនឹងក្លាយទៅជាមេកោសម្ព័ន្ធមួយនេះហើយលៀនធាននឹងយកព្រមចោះចាញ់ឲ្យហើយទៅដោយសារតែវាមានអំនួតខ្លាំងពេក Goblin ធានក៏ត្រូវបាន Goblin កុងចាប់ច្របាច់បំបីក្បាលងឹបមួយកន្លែងតែម្ដងបន្ទាប់ពីបានសម្លាប់ទៅកាន់ប្អូនប្រុសរបស់ខ្លួនរួច Goblin កុងក៏បាននិយាយថាGoblin ធាននឹងគឺគ្មានការគោរពទៅកាន់លៀនធាននោះឡើយចំណែកឯវាគឺផ្ដល់ការគោរពចំពោះលៀនធានដែលជាមេកោសម្ព័ន្ធចំពោះគំនិតដែលចង់ធ្វើជាមេកោសម្ព័ន្ធមួយនេះវាគឺមិនបានបោះបង់នោះឡើយក៏ប៉ុន្តែវាមានសំណើមួយជាមួយលៀនធានដែលខាង Goblin គឺឲ្យតម្លៃទៅលើកម្លាំងដូច្នេះវាចង់ប្រកួតគ្នាមួយស្មើជាមួយនឹងលៀនធានប្រសិនបើខ្លួនឈ្នះវិញGoblin កុងគឺចង់ក្លាយទៅជាមេកោសម្ព័ន្ធមួយនេះប៉ុន្តែបើសិនជាខ្លួនចាញ់លៀនធានគឺអាចធ្វើអ្វីក៏បានដែរតាមចិត្តចង់ដោយ Goblin កុងគឺមាន level 50ដូចជាលៀនធាននាពេលបច្ចុប្បន្នអញ្ចឹងហើយកម្លាំងក៏រៀងខ្លាំងដែរព្រោះអីទទួលបានឈាមជឿរបស់ Elf ដែលដឹងអំពីការគ្រប់របស់ Goblin កុងមកកាន់ខ្លួនលៀនធានក៏យល់ព្រមជាមួយនឹងសំណើមួយនេះតែម្ដងហើយមុននឹងធ្វើការវេគ្នានឹងលៀនធានក៏បានបញ្ចេញអូរ៉ាដើម្បីជាការបង្អួតកម្លាំងរបស់ខ្លួនផងដែរអ្នកផ្សងព្រេងដែលត្រូវបានខាង Goblin ចាប់មកឃើញចឹងគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដែលគេមិននឹកស្មានថានៅក្នុងកោសម្ព័ន្ធមួយនេះគឺសម្បូរទៅដោយ Goblin ដែលមានឋានៈ Hero អញ្ចឹងសោះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកផ្សងព្រេងមួយនោះនៅតែគិតថា Goblin កុងគឺអាចយកឈ្នះទៅកាន់លៀនធានបាននៅពេលការប្រកួតបានចាប់ផ្ដើមលៀនធានគឺមិនបានតដៃជាមួយនឹង Goblin កុងនោះឡើយគ្រាន់តែកិច្ចអំពីផ្លែកាំបិតរបស់ Goblin កុងតែប៉ុណ្ណោះនៅពេលដែលមានឱកាសល្អលៀនធានក៏បានប្រើប្រាស់នៅស្នាធាតុដោយរួមបញ្ចូលជាមួយនឹងធាតុភ្លើងបាញ់ទៅកាន់ Goblin កុងក៏ប៉ុន្តែការវាយប្រហារមួយនេះគឺត្រូវបាន Goblin កុងកម្ចាត់បានយ៉ាងងាយរួចមក Goblin កុងក៏បានប្រើប្រាស់នៅល្បឿនយ៉ាងលឿនរបស់ខ្លួនធ្វើការកាប់សំដៅទៅរកលៀនធានហើយការកាប់មួយនេះផងដែរគឺបានបង្កជាបំផ្ទុះយ៉ាងខ្លាំងនៅក្នុងកោសម្ព័ន្ធធានកុងប្រិយមិត្តទស្សនិកជនគ្រប់គ្នាដែលបានទស្សនានៅការប្រកួតមួយនេះគឺពិតជាមានការព្រួយបារម្ភចំពោះលៀនធានខ្លាំងមែនទែនក៏ប៉ុន្តែជាលទ្ធផលដែលយើងបានឃើញនោះគឺលៀនធានអាចចាប់នៅការវាយប្រហារមួយនេះដោយដៃទទេរបស់ខ្លួនបានដោយសារតែលៀនធានគឺបានប្រើប្រាស់នៅក្បាច់ Bullet Shearer ដោយសារតែផ្លេកាំបិតរបស់ខ្លួនត្រូវបានលៀនធានចាប់ជាប់ហើយ Goblin កុងគឺមិនអាចធ្វើអ្វីបាននោះទេនៅពេលនេះហើយ Goblin កុងក៏ត្រូវបានខ្វាក់ដោយសារតែស្នាធាតុភ្លើងរបស់លៀនធានគឺមិនបានសម្លាប់ទៅកាន់ Goblin កុងនោះឡើយដោយបានលើកអំណាងថា Goblin កុងនៅក្មេងខ្ចីមិនទាន់ដឹងរាជច្រើននោះទេអ្នកដែលខុសគឺជាអ្នកដែលបានចាក់ចុចទៅកាន់ Goblin កុងឲ្យធ្វើការបោះបោរបន្ទាប់ពីកញ្ញាអ៊ីហ្វ្រីយ៉ាបានព្យាបាលទៅកាន់ភ្នែករបស់ Goblin កុងរួចលៀនធានក៏បានបញ្ជាឲ្យ Goblin កុងសម្លាប់នៅ Goblin ដែលនាំខ្លួនខូចអ្នកផ្សងព្រេងដែលត្រូវបានខាង Goblin ចាប់មកឃើញចឹងគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែននេះមិនមែនជា Goblin Mutant ធម្មតាទេនេះគឺជាបិសាចតែម្ដងដែលគេបាននិយាយទៅកាន់លៀនធានថាលៀនធាននឹងកុំអាលសប្បាយអរពេកបន្ទាប់ពីសោតសេនាងបានចាត់ការទៅកាន់ Mother Dragon ហើយនាងនឹងលើកទ័ព Royal Knight ដើម្បីកំទេចមកកាន់កោសម្ព័ន្ធមួយនេះយកតែម្ដងហើយគេក៏បានផ្ដល់ព័ត៌មានមួយចំនួនឲ្យលៀនធានដែលព័ត៌មានមួយហ្នឹងគឺទាក់ទងជាមួយនឹង Royal Knight ដែលបានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុង Brighton បន្ទាប់ពីប្រាប់ព័ត៌មានសំខាន់ទៅកាន់លៀនធានហើយអ្នកផ្សងព្រេងម្នាក់នោះគឺបានប្រាប់ទៅកាន់លៀនធានឲ្យសម្លាប់មកកាន់ខ្លួនព្រោះអីគាត់ក៏មានកិត្តិយសរបស់គាត់ដែរគាត់អត់ចង់មកថោកទាបវេទនាដូចជា Unloader នោះទេអញ្ចឹងហើយសម្លាប់មកចោះ
ហើយសំណើល្អអញ្ចឹងលៀនធានគឺមិនអាចបដិសេធបាននោះឡើយកាន់មកដល់កញ្ញាអេលីសវិញភ្ញាក់ពីដេកមែនទែនផងក៏ស្រាប់តែមានដំណឹងអាក្រក់មកដល់បន្ទប់យកតែម្ដងដោយសារតែអ្នកផ្សងព្រេងដែលពួកគេបានបញ្ជូនឲ្យទៅស្វែងរកទៅកាន់កោសម្ព័ន្ធ Goblin ហ្នឹងគឺងាប់អស់ហើយសល់តែមួយទេកញ្ញាអេលីសមិនគួរឲ្យចង់ជឿជាមួយនឹងអ្វីដែលនាងបានឮទៅសោះព្រោះអីអ្នកផ្សងព្រេងដែលពួកគេបានបញ្ជូនទៅគឺសុទ្ធតែខ្លាំងបន្ទាប់ពីបានរៀបចំខ្លួនរួចកញ្ញាអេលីសក៏បានសួរសុខទុក្ខទៅកាន់អ្នកផ្សងព្រេងដែលអាចគេចផុតអំពីការប្រមាញ់របស់ពពួក Goblin បានហើយមើលទៅកាន់អ្នកផ្សងព្រេងម្នាក់នោះមានភាពទរ៉ន់ទរាខ្លាំងមែនទែនដោយគេគឺបានប្រឹងប្រាប់ទៅកាន់កញ្ញាអេលីសថា Goblin ដែលពួកគេបានជួបនឹងគឺសុទ្ធតែជា Goblin ដែលមាន rank Hero ឬក៏ Class Hero នឹងឯងហើយអ្នកផ្សងព្រេងម្នាក់នោះក៏បានស្នើទៅឲ្យកញ្ញាអេលីសជួយទៅកាន់ Captain របស់គេផងមេក្រុមរបស់ Royal Knight បានទៅពីដឹងដូច្នេះហើយក៏ចង់លើកទ័ពទៅបំផ្លាញកុលសម្ព័ន្ធ Goblin មួយនោះយកតែម្ដងក៏ប៉ុន្តែក៏ត្រូវបានហាមឃាត់ទៅដោយកញ្ញាអ៊ីវរីយ៉ាដោយសារតែពួកគេគឺមានភារកិច្ចដ៏សំខាន់មួយក្នុងការការពារទីក្រុងមួយនេះអំពីការវាយប្រហាររបស់ Purple Dragon ឬក៏ Mother Dragon បើសិនជាចង់ទប់ទល់ជាមួយនឹងពួកអ្នកទាំងអស់នេះនាងគឺត្រូវការរួមដៃជាមួយនឹង Royal Knight ទើបអាចទប់ទល់បានអ្វីដែលពួកគេអាចធ្វើបានគឺបញ្ជូនអ្នកផ្សងព្រេងទៅបន្ថែមទៀតហើយមើលទៅកាន់ក្រុមអ្នកផ្សងព្រេងនៅក្បែរហ្នឹងហាក់បីដូចជាមានភាពស្ទាក់ស្ទើរខ្លាំងមែនទែនក៏ប៉ុន្តែនៅពេលនោះក៏មានមនុស្សម្នាក់ដែលបានស្ម័គ្រចិត្តក្នុងការចូលទៅក្នុងព្រៃដើម្បីកម្ចាត់ទៅកាន់ Goblin ដោយបរិសម្នាក់នឹងផងដែរគឺមានឈ្មោះថាកាស៊ីម៉ូដែលគាត់គឺជា Captain របស់ The Reaper Night Team កញ្ញាអេលីសឃើញចឹងហាក់បីដូចជាមិនសូវជាមានភាពជឿជាក់ទៅលើកាស៊ីម៉ូប៉ុន្មានទេដោយសារតែអ្នកផ្សងព្រេង4នាក់ហើយមិនអាចកម្ចាត់ទៅកាន់ពួក Goblin នឹងបានផងហើយកាស៊ីម៉ូម្នាក់ឯងដូចជាមិនអាចទៅរួចទេឮអញ្ចឹងកាស៊ីម៉ូក៏បានតបទៅកាន់កញ្ញាអេលីសថាខ្ញុំអាចរស់រានមានជីវិតបានបន្ទាប់ពីប៉ះគ្នាជាមួយនឹងអ្នកចម្បាំងយក្សចំនួន4នាក់ហើយចោះទម្រាំ Goblin ដែលមាន Hero Class កាប្រមាណក្បាលហេតុអ្វីដែលខ្ញុំមិនអាចទប់ទល់បានហើយថែមទាំងបានបង្ហាញអំពីស្នាមរបួសដែលខ្លួនបានប៉ះជាមួយនឹងអ្នកចម្បាំងយក្សថែមទៀតផងហើយចំណែកឯលីនធានខាងណែវិញក៏បានទទួលដំណឹងអំពីការមកដល់របស់កាស៊ីម៉ូផងដែរនឹងទទួលបានព័ត៌មានខ្លះៗអំពីរឿងរ៉ាវដែលកាស៊ីម៉ូទប់ទល់ជាមួយនឹងអ្នកចម្បាំងយក្សដោយមានចម្ងល់នៅក្នុងចិត្តលៀនធានក៏បានសួរទៅកាន់ Alloder អំពីរឿងរ៉ាវមួយចំនួនទាក់ទងនឹងអ្នកចម្បាំងនេះឬក៏ Giant Warrior បន្ទាប់ពីលៀនធានបានសួរសំណួរដូចនេះមកកាន់ខ្លួន Alloder គឺមានការសប្បាយអរខ្លាំងមែនទែនពីណាគេមិនស្គាល់កាស៊ីម៉ូ The Captain of the Reaper Team ហើយចំណែកអ្នកចម្បាំងយក្សនោះវិញគឺខ្លាំងមែនទែនខ្លាំងហួសពីការស្មានដោយកម្លាំងរបស់ពួកគេគឺនឹកស្មានមិនដល់នោះឡើយហើយកាស៊ីម៉ូថែមទាំងអាចទប់ជាមួយនឹងអ្នកចម្បាំងយក្សចំនួន4នាក់ទៀតនេះបង្ហាញថាកាស៊ីម៉ូក៏មិនធម្មតាដូចគ្នាបន្ទាប់ពីបានដឹងនៅរឿងរ៉ាវដូចនេះលៀនធានក៏បានចាប់ផ្ដើមរៀបគម្រោងក្នុងការទប់ទល់ជាមួយនឹងកាស៊ីម៉ូកាន់មកដល់កាស៊ីម៉ូវិញនៅពេលនេះគឺបានធ្វើដំណើរមកដល់កន្លែងដែលអ្នកផ្សងព្រេងទាំង4នាក់បានប៉ះជាមួយនឹង Goblin នោះហើយកាស៊ីម៉ូនឹងថែមទាំងបានឮសំឡេងដែលស្រែកឲ្យជួយដូចជាអ្នកផ្សងព្រេងនោះបានឮនៅពេលមកដល់ទីនេះដំបូងនៅពេលដែលបានលឺចឹងហើយកាស៊ីម៉ូនឹងក៏បានធ្វើដំណើរទៅតាមសំឡេងទីបំផុតកាស៊ីម៉ូគឺបានជួបជាមួយនឹងម្ចាស់សំឡេងហើយដោយម្នាក់នោះគឺជាកញ្ញាអ៊ីវរីយ៉ាហើយកញ្ញាអ៊ីហ្វ្រីយ៉ាក៏សម្ដែងធ្វើជានារីទន់ខ្សោយដល់ស៊ីស៊ីម្នាក់និងស្នើសុំជំនួយអំពីសំណាក់អាកាស៊ីម៉ូឲ្យជួយមកកាន់ខ្លួនឃើញកញ្ញាអ៊ីហ្វ្រីយ៉ារស់រានមានជីវិតចឹងកាស៊ីម៉ូក៏បានសួរនាំអំពី Alloder កញ្ញាអ៊ីហ្វ្រីយ៉ានាងក៏បានប្រាប់ទៅកាន់ Alloder ថានាងគឺអាចរត់គេចអំពីកុលសម្ព័ន្ធ Goblin បានក៏ប៉ុន្តែ Alloder នឹងគឺបានស្លាប់បាត់ទៅហើយឮចឹងហើយអាកាស៊ីម៉ូក៏ផ្ដាំឲ្យកញ្ញាអ៊ីហ្វ្រីយ៉ារកផ្លូវទៅផ្ទះខ្លួនឯងទៅព្រោះអីពេលនេះវាប្រញាប់ប្រញាល់ធ្វើដំណើរទៅក្នុងកុលសម្ព័ន្ធ Goblin មូលហេតុដែលអាកាស៊ីម៉ូធ្វើដំណើរទៅកុលសម្ព័ន្ធ Goblin តែម្នាក់ឯងដូចគ្មានជាពាក្យអាណាម្រាលហ្នឹងនោះក៏ដោយសារតែ skill ពិសេសរបស់វាដែល skill ហ្នឹងនៅពេលដែល Alloder ធ្វើប្រតិបត្តិការម្នាក់ឯងវានឹងទទួលបាននៅ 30% Elemental Burst ហើយ 20% ទៀតរឿងរាល់ enemy ដែលវាបានសម្លាប់ម្នាក់បើសិនជាក្នុងកុលសម្ព័ន្ធហ្នឹងមាន Goblin 1000 ក្បាលហើយវាសម្លាប់ Goblin បាន 1000 នាក់ដោយមេឃរបស់វានឹងកើនឡើងទៅដល់ 10000% ដោយ skill មួយនេះគឺ
បើករហូតគ្មានដែនកំណត់នោះឡើយឲ្យតែវាសម្លាប់បានប្រមាណគឺឡើងតាមប៉ុណ្ណឹងឯងនៅតាមផ្លូវធ្វើដំណើរអាកាស៊ីម៉ូនឹងក៏ត្រូវបានចាប់អន្ទាក់ដែលជាហេតុធ្វើឲ្យកាស៊ីម៉ូគឺមិនអាចធ្វើដំណើរទៅមុខតទៀតបាននោះឡើយប៉ុន្តែនៅពេលនោះក៏ស្រាប់តែកញ្ញាអ៊ីហ្វ្រីយ៉ាបានបង្ហាញខ្លួននៅចំពោះមុខអាកាស៊ីម៉ូតែម្ដងដែលជាហេតុធ្វើឲ្យវាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនមិនបានជាកញ្ញាអ៊ីហ្វ្រីយ៉ាមកនៅកន្លែងនឹងវិញកញ្ញាអ៊ីហ្វ្រីយ៉ាគឺមិនបានឆ្លើយតបជាមួយនឹងអាកាស៊ីម៉ូនោះឡើយនាងគ្រាន់តែដាក់វាមួយស្គរពលឺប៉ុណ្ណោះដល់ពេលចឹងទៅអាកាស៊ីម៉ូមានការខឹងសម្បាទៅកាន់កញ្ញាអ៊ីហ្វ្រីយ៉ាខ្លាំងមែនទែនមិនបានវាយគ្នាឯងអញ្ចឹងកញ្ញាអ៊ីហ្វ្រីយ៉ាគ្រាន់តែប្រាប់ថានេះគឺជាបញ្ជាម្ចាស់របស់នាងអញ្ចឹងហើយនាងក៏បានដាក់ទៅកាន់អាកាស៊ីម៉ូមួយស្គរពន្លឺទៀតហើយនៅខណៈពេលនោះផងដែរក៏ស្រាប់តែរូបរាងកាយរបស់កាស៊ីម៉ូបានប្រែក្លាយទៅជាផ្សែងអាប់ពណ៌ខ្មៅបន្ទាប់មកវាក៏បានបង្ហាញខ្លួនពីក្រោយកញ្ញាអ៊ីហ្វ្រីយ៉ាចាប់បោយសោនាងហើយនឹងបានសួរទៅកាន់កញ្ញាអ៊ីហ្វ្រីយ៉ាថាតើស្ពែដែលកញ្ញាអ៊ីហ្វ្រីយ៉ាបានប្រើប្រាស់មកកាន់វានឹងគឺជាស្ពែអីឲ្យប្រកាសបើមិនប្រាប់ក៏មិនអីដែរព្រោះអីយើងមិនត្រឹមតែចូលចិត្តការសម្លាប់បិសាចទេស្បែករបស់នាងក៏យើងចូលចិត្តដូចគ្នានិយាយពីថាអណ្ដាតអបកាយនេះលិតដល់កនេះសុំលិតដែរមកវ៉ៃកំពុងតែលិតនឹងយកកំបិតភ្ជង់ទៅកាន់កកញ្ញាអ៊ីហ្វ្រីយ៉ាក៏ស្រាប់តែនៅពេលនោះកំបិតនៅក្នុងដៃរបស់អាកាស៊ីម៉ូនឹងក៏ស្រាប់តែបាត់តែម្ដងដោយនេះគឺជាស្នាដៃរបស់លៀនធានដែលបានឆក់យកកំបិតចេញពីដៃរបស់អាកាស៊ីម៉ូដោយប្រើប្រាស់នៅល្បឿនដ៏លឿនរបស់ខ្លួនហើយលៀនធាននឹងក៏មានចំណាប់អារម្មណ៍ទៅលើអាវុធរបស់អាកាស៊ីម៉ូដែរព្រោះអីអាវុធនេះមិនធម្មតាទេដែលវាមានឈ្មោះថា Black Steel Sword ហើយអាវុធមួយនេះផងដែរគឺធ្វើការ buff ទៅកាន់ damage ចំនួន 90% ហើយ 90% ហ្នឹងគឺច្រើនខ្លាំងមែនទែនកញ្ញាអ៊ីហ្វ្រីយ៉ាឃើញម្ចាស់នាងមកអញ្ចឹងនាងក៏បានរត់ទៅរកលៀនធានយ៉ាងលឿនកាស៊ីម៉ូឃើញកញ្ញាអ៊ីហ្វ្រីយ៉ាអញ្ចឹងវាមានការខឹងសម្បារខ្លាំងមែនទែនមិននឹកស្មានថានាងថោកទាបអញ្ចឹងសោះជាមនុស្សដ៏ខ្ពង់ខ្ពស់បែរជាខ្លាយទៅជាទាសកររបស់ពពួក Goblin ទៅវិញទោះបីជាគ្មានអាវុធនៅក្នុងដៃយ៉ាងណាក៏ដោយក៏អាកាស៊ីម៉ូនៅតែមានអំនួតនៅក្នុងខ្លួនដដែលដោយវាបាននិយាយថាទោះបីជាគ្មានអាវុធនៅក្នុងដៃយ៉ាងណាក៏ដោយក៏ការសម្លាប់ទៅកាន់លៀនធាននឹងគឺជារឿងដ៏ងាយស្រួលបំផុតសម្រាប់វានិយាយរួចកាស៊ីម៉ូក៏បានហក់សំដៅទៅរកលៀនធានក៏បំណងគឺក្នុងការបើកការវាយប្រហារទៅកាន់លៀនធានក៏ប៉ុន្តែជាអកុសលនៅពេលនោះកាស៊ីម៉ូបានប្រទះឃើញថាកូនចៅនៅពីក្រោយខ្នងរបស់លៀនធានមានច្រើនខ្លាំងមែនទែនជាពិសេសគឺនាគក្រហមនាងដាក់តែមួយស្គលទេអាកាស៊ីម៉ូប្រកាច់ប្រកិនខ្លាយទៅជាផេះយកតែម្ដងហើយការសម្លាប់ទៅកាន់កាស៊ីម៉ូក៏ទទួលបានជោគជ័យហើយស្គីលដែលកញ្ញាអ៊ីហ្វ្រីយ៉ាបានប្រើទៅលើអាកាស៊ីម៉ូមិញប្រហែលជាស្គីលនៅហើយដាក់តែ2ស្គីលគឺអន់យកហ្មង